Saiរឿងទី1នេះត្រូវបានចែករំលែកដោយបងប្រុសម្នាក់ដែលគាត់ជួបស្ដែងតែម្ដងគាត់ចែករំលែកចំនួន2សាច់រឿងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចសម័យឃើញទស្សនវិជ្ជាដែលគាត់បានជួបហើយយកទស្សនវិជ្ជាទាំងនេះបទពិសោធន៍ទាំងនេះធ្វើជាបទពិសោធន៍របស់ខ្លួនឯងដើម្បីបង្ការខ្លួនការពារនៅថ្ងៃអនាគតបើសិនជាបងប្អូនទាំងអស់គ្នាជួបប្រហាក់ប្រហែលគ្នាចឹងបងប្រុសគឺជាអ្នករស់នៅតាមកោះចឹងបងប្អូននឹងហើយអ្នករស់នៅតាមកោះតើផ្ទះពួកគាត់របៀបម៉េចគឺផ្ទះរបៀបផ្ដែតលើទឹកនឹងឯងដែលតពីផ្ទះមួយទៅផ្ទះមួយដើម្បីការពាររលកធំធ្វើមិនឲ្យផ្ទះនឹងលាក់ហើយគាត់មានប្រពន្ធហើយអាជីពរបស់អ្នកនៅតាមកោះភាគច្រើនគឺគាត់ធ្វើជាអ្នកនេសាទត្រីហើយក៏មានចំការដើម្បីដាំដំណាំដើម្បីដឹកដំណាំហ្នឹងមកលក់ផ្គត់ផ្គង់នៅតាមតំបន់កោះផងក៏ដូចជានាំមកកាន់ខាងច្រាំងវិញណាខាងក្រុងវិញដើម្បីលក់ឲ្យប្រជាជនផ្គត់ផ្គង់ប្រជាជននៅខាងក្នុងប្រទេសវិញក្រៅអំពីនេះតើពួកគាត់ធ្វើអ្វីក្រៅអំពីនេះគឺពួកគាត់តែងតែទៅរកសត្វហ្នឹងមិនសំដៅថារកកប្រុកឬក៏រកអង្សាយឬក៏រកអីតាមបណ្ដាភ្នំដែលអត់មានមនុស្សនៅទេតែសូម្បីតែត្រីទឹកសាបក៏គាត់រកដែរអញ្ចឹងមានន័យថានៅកោះខ្លះគឺមានទឹកជ្រោះទឹកហូរមានបឹងមានអីដូចតែនៅលើគោកអញ្ចឹងឯងអញ្ចឹងពួកគាត់ទៅរកត្រីទៅស្ទូចត្រីទៅចាក់ត្រីអីដូចតាអ្នកនៅលើគោកអញ្ចឹងឯងរឿងហេតុនេះគឺជារឿងហេតុមួយជាយប់មួយដែលគាត់បានជួបប្រទះនៅពេលដែលគាត់ទៅរកសត្វនៅឯកោះមួយនៅយប់នោះគាត់បានបបួលគ្នានៅក្នុងសមាជិកគ្រួសារហ្នឹងអារបៀបថាអើយមួយថ្ងៃនេះដូចរកអត់សូវបានសោះចឹងឥឡូវមិនយើងគិតទៅរកសត្វនៅតាមកោះទៅអីក្រោយការលើកសំណើនេះហើយសមាជិកទាំងអស់4នាក់ក៏បានឯកភាពគ្នាសមាជិកទាំងអស់4នាក់នោះគឺមានប្អូនជីដូនមួយរបស់គាត់ប្រពន្ធរបស់គាត់បងថ្លៃរបស់គាត់ហើយនឹងគាត់ទីតាំងកោះដែលគាត់បានចេញដំណើរគឺមានឈ្មោះថាកោះចៅកាយូកូចឹងខ្ញុំអត់ដឹងថាកោះនឹងនៅណាទេព្រោះបណ្ដុំកោះដោយបងប្អូនដឹងហើយនៅឆ្នេរសមុទ្រយើងគឺកោះច្រើនណាស់យើងមិនស្គាល់អស់ទេស្គាល់បានត្រឹមកោះអាស័យកោះអន្សាយកោះឆាងកោះអីកោះកបីកោះអីហ្នឹងឯងបានតែប្រហែលកោះហ្នឹងឯងប៉ុន្តែមានបណ្ដាកោះជាច្រើនទៀតលុះត្រាតែអ្នកនៅក្នុងតំបន់ទើបបានគាត់ដឹងហើយឈ្មោះគឺចម្លែកខ្លាំងមែនទែននៅក្នុងយប់នោះពួកគាត់ទាំង4នាក់បានឡើងទៅលើទូកតម្រង់ទៅកោះមួយនឹងឯងនៅពេលដែលគាត់ទៅដល់ក្បែរច្រាំងនៅកោះនឹងឯងគាត់បានប្រទះឃើញសម្បកទូកមួយកំពុងតែចតជិតច្រាំងនៅទីដៅដែលគាត់ត្រូវចោះទូកនឹងឯងហើយសម្បកទូកនេះគឺត្រូវបានស្គាល់ថាជាម្ចាស់ទូកដែលជាលោកពូម្នាក់ជាអ្នកមើលចំការឲ្យគេគាត់ឃើញបែបនេះគាត់ក៏បែរទៅបងប្អូនរបស់គាត់ប្រពន្ធរបស់គាត់គាត់ថានោះទូករបស់ពូអេតាប្រហែលពូគាត់មករកសត្វដែរដឹងនិយាយបានត្រឹមប្រហែលប៉ុណ្ណឹងពួកគាត់ក៏អែបទូកទៅចងនៅជាប់ជាមួយនឹងទូករបស់ពូអេមួយហ្នឹងហើយពួកគាត់បានប្រមូលឧបករណ៍របស់គាត់ចុះពីទូកមានស្នចាក់មានកូនកបិតមានអីចែកតាមការងាររៀងខ្លួនចឹងការដើរឡើងទៅគឺមិនមានអ្វីនោះឡើយក្រៅអំពីអំពូលដែលដាក់នៅលើថ្ងាសណាអំពូលគេរកសត្វពេលយប់ដែលឆ្លោះប្លង់នឹងឯងចឹងម្នាក់គឺមានម្នាក់មួយគឺសាកថ្មយ៉ាងពេញដោយបងថ្លៃរបស់គាត់គឺជាអ្នកដើរមុខគេដោយគាត់មានកូនកបិតកទួមួយសម្រាប់ឆ្ការផ្លូវដើម្បីឲ្យអ្នកខាងក្រោយដើរអញ្ចឹងផុតពីបងថ្លៃរបស់គាត់គឺចូលដល់គាត់ហើយដែលគាត់ខ្លួនឯងគឺកាន់ស្នោប្រពន្ធរបស់គាត់ហើយនឹងប្អូនថ្លៃរបស់គាត់ជាអ្នកបញ្ចប់នៅពេលនេះប្រហែលជាម៉ោង7ទៅ8យប់ពួកគាត់បានដើរតម្រង់ទៅឡើងលើភ្នំតាមចកាភ្នំដើរប្រហប់ទៅរហូតចឹងទៅកំពុងតែដើរកំពុងតែឆ្ការនេះបងរបស់គាត់បានងាកមកក្រោយឃើញម្ចាស់សាច់រឿងកាន់ស្នោដែលស្នោហ្នឹងបែរផ្លែឡើងទៅខាងលើបងប្រុសគាត់ក៏ផ្លន់មកថាកាន់អញ្ចឹងប្រយ័ត្នចាក់ខ្លួនឯងណាគាត់ទទួលបានដំណឹងប៉ុណ្ណឹងហើយគាត់ក៏បែរស្នោចុះទៅខាងក្រោមវិញកាន់តែបែបណាកុំឲ្យជាងល្អិលដួលបែបណានោះទី1មិនចាក់ខ្លួនឯងទី2មិនជ្រុលដៃចាក់ប្រពន្ធរបស់គាត់នៅក្រោយឬក៏ចាក់បងថ្លៃរបស់គាត់នៅក្រោយអញ្ចឹងគាត់មានការប្រយ័ត្នប្រយែងមែនទែនប៉ុន្តែពាក្យនេះត្រូវបាននិយាយរួចហើយគាត់ដើរបានតែបន្តិចទៅមុខបន្ថែមទៀតម្ចាស់សាច់រឿងស្រាប់តែឃើញត្រីអណ្ដែងមួយក្បាលធំមែនទែនអារបៀបថាត្រីអណ្ដែងដែលសម្បូរអីស៊ីអញ្ចឹងវាឡើងខ្លាញ់វាឡើងសាច់លឺឡើងកបឹបហ្មងគឺធំខ្លាំងមែនទែនគាត់ឃើញបែបហ្នឹងគាត់បានខាត់បងរបស់គាត់បងកុមារឃើញត្រីអណ្ដែងកេះទៅប្រពន្ធកេះទៅប្អូនថ្លៃម្នាក់ឃើញគ្រប់គ្នាគាត់ឃើញបែបនេះហើយគាត់ក៏កាន់ស្នឡើងហើយគាត់ប្រាប់ថានៅស្ងៀមខ្ញុំទៅចាក់ត្រីអណ្ដែងហ្នឹងយកមកសិនគាត់ដើរលោបមិនមែននៅក្នុងតំបន់ទឹកជ្រៅនោះទេតែជាទឹករាក់មែនទែនចឹងបើសិនជាបងប្អូនដែលគាត់អត់ដឹង
បើសិនជាទឹកជ្រៅហើយបងប្អូនឃើញត្រីបើបងប្អូនទាំងអស់គ្នាគប់ទៅត្រីនឹងតែម្ដងគឺអត់ចាំត្រីនឹងទេតគប់រៀងទៅមុខតិចឬក៏ទៅក្រោយតិចតែសម្រាប់ទឹករាក់យើងឃើញកន្លែងណាយើងចាក់កន្លែងហ្នឹងគឺមិនខុសតតែសោះអញ្ចឹងគាត់បានទាញស្នឡើងដើរតម្រង់ទៅគៀកកាន់តែគៀកមែនតើណាមកដល់ត្រីមួយហ្នឹងប្រចាំងភ្លើង7ពីលើក្បាលឃើញច្បាស់ណាស់គឺត្រីហើយអត់មានបន្លែបន្លំជាសត្វស្អីផ្សេងទេច្បាស់ 100% គឺត្រីដែងគាត់បានទាញស្នហ្នឹងលើកឡើងហើយគប់តម្រង់ទៅត្រីហ្នឹងនៅពេលដែលផ្លែស្នហោះចិត្តទៅដល់ទឹកស្រាប់តែត្រីនោះរបូតហើយរត់ចូលទៅក្នុងរូងរបស់ខ្លួនឯងបាត់គាត់ឃើញបែបនេះក៏ផ្លាត់មាត់រត់ចូលបាត់ម្នាក់ដែលជាសមាជិកហ្នឹងស្ដាយត្រីនឹងគ្រប់គ្នាទាំងអស់គ្នាហើយក៏ប្រាប់ថារូងត្រីដែងមិនជ្រៅទេមិនយើងកាយរូងមួយហ្នឹងមកទៅចាប់ត្រីហ្នឹងយកមកហ្មងមកព្រោះត្រីហ្នឹងក៏ធំដែរឡើងទលន់ហ្នឹងគាត់ឮសម្ដីបែបនេះគាត់ក៏គិតថារូងត្រីដែងពិតជាអត់ជ្រៅមែនអញ្ចឹងក្នុងករណីហ្នឹងគាត់នឹងដើរចូលទៅកាន់រូងមួយហ្នឹងដើម្បីបាយកត្រីនឹងឡើងមកគាត់បានដើរឆ្ពោះទៅកាន់រូងមួយហ្នឹងគ្រាន់តែអើតមើលយកពិលឆ្លោះទៅក្នុងរូងហ្នឹងអ្វីដែលគាត់ឃើញមិនមែនជាត្រីនោះទេអ្វីដែលគាត់ឃើញនៅក្នុងរូងនោះគឺជាពស់ថ្លាន់មួយក្បាលយ៉ាងធំទៅវិញចម្លែកក្នុងចិត្តបងប្អូនត្រូវអត់ត្រីដែងហើយនឹងពស់វាមិនអាចនៅមួយគ្នាបានពស់ធ្មង់ត្រីដែងក៏មានពឹសដែរយើងក្នុងករណីហ្នឹងត្រីដែងវាមានរូងរបស់វាអត់នៅជាមួយសត្វណាផ្សេងទេចុះហេតុអ្វីបានឃើញយ៉ាងច្បាស់ថាត្រីមួយហ្នឹងរល់ចូលទៅក្នុងរូងមួយហ្នឹងហើយនៅពេលដែលឆ្លោះពិលបែរជាឃើញពស់ថ្លាន់ទៅវិញគាត់ដឹងក្នុងចិត្តហើយថាអត់ស្រួលហើយដំណើរមួយនេះប្រកាសជាអត់ស្រួលម្នាក់បានឆ្លោះអឺតមើលតាមពន្លឺរបស់ចង្កៀងនៅលើក្បាលអាពិលលើក្បាលបងប្រុសម្ចាស់សាច់រឿងនេះគឺម្នាក់ឃើញទាំងអស់គ្នា confirm ទាំងអស់គ្នាថាគឺជាពស់ថ្លាន់ដ៏ធំគាត់ឃើញបែបនេះគាត់បានដើរដកថយម្ដងមួយជំហានដោយដឹងក្នុងចិត្តគ្រប់គ្នាហើយថាមួយដំណើរយប់នេះច្បាស់ជាមានរឿងហេតុអ្វីកើតឡើងហើយគាត់បានសញ្ញោភ្នែកឲ្យគ្នាអារបៀបថាបានហើយប្រយ័ត្នប្រយែងណាយល់ទាំងអស់គ្នាណាថាយើងត្រូវប្រកាសខ្លួនរបៀបមិនខ្លះបានដើរប៉ុណ្ណឹងយល់គ្នាប៉ុណ្ណឹងដំណើរក៏កាន់តែបន្តទៅមុខដំណើរមួយនេះគឺគាត់ដើរស្របជាមួយនឹងមាត់ព្រែកបងគាត់ចិត្តកម្មអញ្ចឹងទៅអ្នកដើរតាមពីក្រោយក៏ចេះដើរទៅតាមពីក្រោយគាត់អញ្ចឹងទៅដល់ប្រហែលជាម៉ោង10យប់បងប្រុសរបស់គាត់បងថ្លៃរបស់គាត់កំពុងតែត្រួសត្រាយផ្លូវឲ្យម្នាក់ដើរស្រាប់តែរអិលទៅជាមួយនឹងថ្មនៅពេលដែលរអិលជាមួយនឹងថ្មនេះបងប្អូននឹងមានរឿងអីកើតឡើងទេបងប្រុសរបស់គាត់ដែលកាន់កំបិតនៅជាប់ដៃនេះគឺកំបិតនឹងចាក់ចំទ្រូងខ្លួនឯងតែម្ដងតែសំណាងល្អរបួសត្រឹមតែអាលាត់ស្បែកមិនចាក់ចូលដល់ឆ្អឹងនោះទេគឺមកអាលាត់ស្បែកខាងក្រៅនេះរាប់ថាជាសំណាងតែហេតុការណ៍មួយនេះជាការចៃដន្យជាការធ្វេសប្រហែសរបស់បងរបស់គាត់ឬក៏ដោយសារតែបងរបស់គាត់បានអូលពាក្យថាប្រយ័ត្នចាក់ចំខ្លួនឯងហើយគាត់ជាអ្នកចាក់ចំខ្លួនឯងនឹងត្រង់ចំណុចនេះតើវាជារឿងអភិនិហាឬក៏យ៉ាងណាតែឥឡូវយើងគិតថាត្រឹមជារឿងគប់ជួនតែប៉ុណ្ណោះសិនចុះដំណើរនៅតែបន្តទៅមុខរហូតពួកគាត់បានលើកបងប្រុសឡើងមើលទៅរបួសមិនជ្រៅទេបងប្រុសគាត់ក៏ថាអត់អីទេតោះយើងដើរទៅរកសត្វតទៀតអញ្ចឹងដំណើរមួយនេះនៅតែបន្តម៉ោងប្រហែលជា12យប់ពិលរបស់គាត់ចាប់ផ្ដើមបង្ហាញអាការៈអ៊ីវអារបៀបចិត្តអស់ថ្មណាពួកគាត់ឃើញបែបនេះពួកគាត់ក៏សម្រេចចិត្តចុះមកវិញបើសិនជាយើងនៅតែបន្តទៅមុខស្រាប់តែពិលនឹងរលត់ច្បាស់ជាវីវហើយអញ្ចឹងហើយវិធីដែលល្អបំផុតគឺដើរបកក្រោយទៅតាមផ្លូវដែលពួកគាត់បានដើរមកនឹងឯងដើម្បីតម្រង់ទៅទូករបស់ពួកគាត់វិញពួកគាត់បានដើរបកក្រោយប្រហែលជា1ម៉ោងពេលនេះគឺប្រហែលជាម៉ោង1យប់ហើយបងប្រុសបានប្រាប់ថាពួកគាត់ជួបរឿងប្លែកមែនតើមួយយប់នេះឧទាហរណ៍ដូចជាឥឡូវយើងដាក់ឈ្មោះបងប្រុសថាបងកនអញ្ចឹងណាគឺពួកគាត់តែងតែឮសំឡេងស្រែកហៅអារបៀបថាកនអើយអេអើយអ្នកនេះអើយអ្នកនោះអើយគឺគាត់ឮសំឡេងអញ្ចឹងមួយយប់តែម្ដងមួយដំណើរបកក្រោយហ្នឹងគឺគាត់ឮរហូតដែលជាសំណួរថាដើរមកអំបញ្ញមិញនេះមិនមានអ្នកណាសំបីតែម្នាក់ប៉ុន្តែហេតុអ្វីឮសំឡេងចម្លែកដែលជាសំឡេងដែលគាត់មិនដែលស្គាល់អ្វីដែលសំខាន់ថាបើសិនជាមានមនុស្សមែនម្នាក់ក៏យកពិលមកដែរអញ្ចឹងគួរណាគាត់បានឃើញផ្លុងពីចង្អាយហើយមិនមានអ្នកណាអាចដើរចូលព្រៃអត់មានពិលបានទេតែសំឡេងមួយនេះចេញមកពីណាហេតុអ្វីបានស្គាល់ពួកគាត់ផុតពីឮសំឡេងបែបនេះនៅពេលដែលគាត់ដើរមកវិញគាត់តែងតែឃើញលោកតាស្លៀកសជាបុគ្គលដដែលលោកតាស្លៀកសរបៀបអ្នកសច្ចាំងនៅលើភ្នំនឹងមកកលៀសភ្នែកទេអារបៀបថាដើរទៅឃើញនៅកន្ទុយភ្នែកដល់ពេលយើងងាកទៅចង់ដឹងថាមានមនុស្សនៅនឹងអត់ស្រាប់តែបាត់សូន្យឈឹងដើរទៅមុខទៀតឃើញខាងឆ្វេងម្ដង
ដល់ពេលដែលកលេសទៅគឺបាត់សូនឈឹងមួយយប់នេះហេតុការណ៍ដែលគាត់ជួបគឺដដែលរហូតដល់បងម្ចាស់សាច់រឿងដែលដាក់ឈ្មោះថាបង្កនហ្នឹងណាគាត់នឹកផ្សងក្នុងចិត្តថាចេះកូនចៅមកនេះកូនចៅមករកអីតិចតួចប៉ុណ្ណោះដើម្បីចិញ្ចឹមជីវិតលោកតាម្ចាស់ទឹកម្ចាស់ដីម្ចាស់ភ្នំអើយបើខុសទាស់កន្លែងណាកុំប្រកែប្រកាន់អីកូនចៅវាខ្សត់ក្រចឹងកុំប្រកែប្រកាន់កូនចៅអីកូនចៅយកមកគ្រប់ចិញ្ចឹមជីវិតឲ្យកូនចៅទៅវិញហើយតែការបន់ស្រន់នេះបានផលដែរឬអត់បើសិនជាយើងនិយាយអំពីដំណើរចុះមកកាន់ទូករបស់គាត់ពិតជាទទួលបានសុវត្ថិភាពមែនតែទាស់ត្រង់ថាការស្រែកហៅការឃើញលោកតាការឃើញអីហ្នឹងគឺនៅដដែលបើសិនជាបង្កនគាត់ឃើញតែម្នាក់ឯងមិនថាទេតែនេះគ្នា4នាក់គឺឃើញទាំងអស់គ្នារហូតដល់គាត់កេះសួរថាមានឃើញលោកតាស្លៀកសអត់ម្នាក់ណាក៏ថាឃើញដូចគ្នាប៉ុន្តែសុទ្ធតែភិនភាករបៀបមកកទួយភ្នែកទាំងអស់គ្នាទម្រាំដើរចុះមកដល់ទីតាំងទូកវិញគឺម៉ោងប្រហែលជាម៉ោង 4-5 ភ្លឺហើយនៅពេលដែលគាត់ដើរមកចុះមកដល់ទូកនេះស្រាប់តែគាត់ឃើញទូករបស់លោកពូអេនឹងបានចាក់ចេញបាត់ទៅហើយគាត់ឃើញបែបនេះគាត់ក៏ឡើងទូកដោយគិតផ្សងថាអើយឲ្យកូនចៅទៅផ្ទះវិញដោយសុវត្ថិភាពទៅកុំប្រកែប្រកាន់កូនចៅអីគាត់ចេញទូកមកដល់ផ្ទះពិតជាបានសុវត្ថិភាពមែននៅព្រឹកនោះគឺមានហេតុការណ៍ចម្លែកមួយទៀតបានកើតឡើងម៉ោង 4 ជិតម៉ោង 5ថាគាត់ជិះទូកទៅផ្ទះវិញតែប្រហែលម៉ោង 6 អីចោះណាបងប្អូន6 កន្លះអីទៅគឺពេញពន្លឺព្រះអាទិត្យហើយនៅពេលដែលគាត់ជិះទូកជិតដល់ផ្ទះនេះអ្វីដែលគាត់បានឃើញគឺគាត់ឃើញលោកពូអេហ្នឹងស្លៀកពាក់ស្អាតខ្លាំងមែនទែនហើយមានចេកមានធូបមានទៀងកំពុងតែអុជបុណ្យផ្សងអ្វីម្យ៉ាងមកគាត់មើលឃើញណាចម្ងាយទូកប្រហែលជាថា20 ម៉ែត្រពីលោកពូអេហ្នឹងចុះព្រោះនៅក្នុងភូមិហ្នឹងចឹងគាត់ឃើញលោកពូអេបន់ផ្សងគាត់ក៏និយាយគ្នាឯងលេងណាថាពូអេមិនដឹងទៅរកស៊ីអីនោះបន់ផ្សងតាំងបលឹមហ្មងនេះមានធូបមានទៀនអីត្រឹមត្រូវទៀតហ្នឹងណាហើយពួកគាត់ក៏នាំគ្នាសើចកិលលេងអញ្ចឹងទៅអញ្ចឹងមែនអីអញ្ចឹងទៅទូកបានចតមកដល់កំពង់នៃផ្ទះរបស់គាត់ពួកគាត់បានឡើងទៅដល់លើផ្ទះមកត្រឹមឡើងដល់ពីលើផ្ទះនេះស្រាប់តែអ្នកភូមិស្រែកឆោឡោទាំងអស់គ្នាសំឡេងនោះគឺជួយផងមានគេចង់កជួយផងមានគេចង់កពួកគាត់ស្លន់ថាមានរឿងអីកើតឡើងពួកគាត់បានចេញពីផ្ទះអើតមើលទៅតាមទិសដៅសំឡេងដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិនឹងស្រែកណាអ្វីដែលគាត់បានឃើញគឺលោកពូអេនោះបានចងកសម្រាប់ខ្លួនបាត់ទៅហើយតែវាជាសំណួរមួយដែលចោទសួរដែលមានសញ្ញាសួរធំមែនទេណាថាហេតុអ្វីបានលោកពូអេចងកសម្រាប់ខ្លួនគេបានសួរនាំហើយគាត់ជាមួយនឹងក្រុមគ្រួសាររបស់គាត់គឺមិនមានទាស់សម្ដីគ្នាគឺស្រឡាញ់គ្នាល្អុកល្អឿនពូអេគឺជាមនុស្សសប្បាយមិនមានទុកមិនមាន stress មិនមានរឿងហេតុអ្វីកើតឡើងទាំងអស់ប៉ុន្តែហេតុអ្វីចាំបាច់អុជធូបអុជទៀនហើយចងកខ្លួនឯងសម្រាប់ខ្លួនដែលអ្នកភូមិទាំងអស់មិនយល់ហេតុផលថាហេតុអ្វីទើបបានគាត់សម្រេចចិត្តធ្វើអត្តឃាតបែបនេះតើនេះជាការគាត់ខំបត់ខុសកកន្លែងណាពីយប់មិញដែលនាំគាត់ឲ្យចងកឬក៏គាត់មានរឿងរ៉ាវក្នុងគ្រួសារឬក៏រឿងរ៉ាវផ្ទាល់ខ្លួនណាដែលបណ្ដាលចិត្តរបស់គាត់ឲ្យគាត់ចងកនេះគឺជាសំណួរមកដល់បច្ចុប្បន្នដែលមិនមានអ្នកណាបកស្រាយបាននោះឡើយអ្វីដែលសំខាន់គឺលោកពូបានស្លៀកពាក់ខោអាវយ៉ាងស្អាតភ្លឹងតែម្ដងមុននឹងចងកសម្រាប់ខ្លួនហើយនេះគឺជារឿងរ៉ាវក្នុងពេលមួយយប់ដែលគាត់បានដើរទៅរកសត្វនៅតាមតំបន់ភ្នំហើយនឹងរឿងរ៉ាវដែលគាត់វិលត្រឡប់មកផ្ទះវិញក្នុងពេលមួយយប់គាត់បានជួបរឿងរ៉ាវច្រើនមែនទែនយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់រឿងរ៉ាវទី1នេះស្រាប់ទៅគាត់មិនបានឃើញអីឲ្យស្ដែងឲ្យហក់មកកណ្ដាលមុខអីទេប៉ុន្តែបើសិនជាយើងរស់នៅក្នុងទិដ្ឋភាពរបស់គាត់ដើរក្នុងព្រៃបងប្អូនគឺស្ងាត់យ៉ាងចងំតែម្ដងសុកស្រាប់តែមានសំឡេងហៅបងប្អូនអានេះគឺជាដំណំរបស់អ្នកដើរព្រៃឯងខ្ញុំជឿថាអ្នកដើរព្រៃម្នាក់ណាក៏ដឹងដែររឿងដំណំដែលថាយប់ឡើងហាមស្រែករកគ្នាយប់ឡើងលឺណាគេហៅទោះមានរឿងអីក៏ដោយគឺហាមតជាពិសេសបើសិនជាគេដើរចូលព្រៃជុំគ្នាគេតែងតែប្រាប់ឧបមាម៉ោង 12 ម៉ោងយប់1យប់អញ្ចឹងណាគេកំណត់គោលការណ៍បែកជើងគ្នាដើរតាមទិសដៅនីមួយតែគេកំណត់ថាទៀបភ្លឺមកជុំគ្នានៅកន្លែងហ្នឹងវិញអញ្ចឹងក្នុងករណីហ្នឹងហើយនៅពេលដែលអ្នកដើរព្រៃចូលកាន់តែជ្រៅដោយខ្លួនឯងគ្មានគ្នា2នាក់ក៏ដោយតែងតែឮសំឡេងគ្នាឯងដែលដើរខុសទិសនឹងស្រែកហៅរកជំនួយរកអីចឹងឯងហើយនេះគឺជាដំណំដែលសំខាន់បំផុតដែលហាមតបតហាមឆ្លើយតបទៅនឹងសំឡេងដែលហៅនឹងស្របពេលដែលជាសំណួររបស់ខ្ញុំដូចគ្នាដែលហេតុអ្វីបានលោកពូគាត់ចង់កសម្រាប់ខ្លួនប៉ុន្តែអ្វីដែលសំខាន់គឺស្លៀកពាក់កៅអៅស្អាតទៀតអញ្ចឹងគាត់តែនិយាយថាចេះបើសិនជាបុគ្គលម្នាក់នឹងមានបញ្ហាផ្លូវចិត្តមិនសមណាស្លៀកពាក់កៅអៅស្អាតទេត្រូវទេធម្មតាបងប្អូនមនុស្សយ៉ុងណាមានអារម្មណ៍ចង់តែងខ្លួន
មនុស្សមិនសប្បាយចិត្តណាមានអារម្មណ៍ចង់តែងខ្លួនបើមិនសម្រាមប៉ាឥឡូវហ្នឹងតែនេះគាត់ស្លៀកបំពាក់កៅអៅសិតសក់អីយ៉ាងស្អាតទើបបានសម្រេចចិត្តចងកមុននឹងគាត់ចងកគឺមានការសែនព្រេនថែមទៀតតើអ្វីគ្រប់យ៉ាងដែលបានកើតឡើងនេះមូលហេតុអ្វីតើមានបងប្អូនណាខ្លះដែលធ្លាប់ជួបព្រឹត្តិការណ៍បែបហ្នឹងទេបើសិនជាមានជួយ comment នៅខាងក្រោមវីដេអូផងតោះយើងចូលដល់សាច់រឿងទី2របស់គាត់ដែលតាក់ទិនជាមួយនឹងលោកតាគាត់វិញសាច់រឿងមួយនេះគឺគួរឲ្យចាប់អារម្មណ៍មែនទែនហើយខ្ញុំនឹងមានមតិនៅចុងវីដេអូសាច់រឿងមួយនេះគឺជាសាច់រឿងដែលគាត់បានចែករំលែកក្នុងអំឡុងពេលដែលលោកតារបស់គាត់នៅមានបជនរហូតដល់អស់បុណ្យលោកតារបស់គាត់នៅពេលដែលគាត់មានបជនគាត់គឺជាអាចារ្យក្នុងវត្តមួយដែលនៅលើកោះមួយហ្នឹងអញ្ចឹងនៅកោះហ្នឹងមានវត្តមួយហ្នឹងឯងហើយលោកតារបស់គាត់គឺជាអាចារ្យមួយរូបនៅក្នុងវត្តមួយហ្នឹងលោកតាគាត់ជាមនុស្សម្នាក់ដែលចូលចិត្តញ៉ាំប៊ីយ៉ាខ្លាំងមែនទែនរបៀបថាគួរនិយាយថាផឹកខួបដល់ម៉ោងហ្នឹងគាត់ត្រូវកោះឬក៏ផឹកប៊ីយ៉ាជំនួសទឹកឡាក់នឹងឡាយអញ្ចឹងទៅគឺគាត់ញៀនគាត់ចូលចិត្តអត់បានមិនយូរប៉ុន្មានគាត់ក៏កើតជំងឺម្យ៉ាងនោះគឺជាជំងឺទឹកនោមផ្អែមដែលគ្រូពេទ្យត្រូវតម្រូវកាត់ជើងគាត់មកខាងចេញអញ្ចឹងហើយលោកតារបស់គាត់គឺពិបាកធ្វើដំណើរមែនទែនចង់ធ្វើដំណើរទៅណាមកណាគឺត្រូវការប្រើរទេះរុញលោកតាមានជនមាយុរហូតដល់ប្រហែលជា80វស្សាលោកតាស្រាប់តែធ្លាក់ខ្លួនឈឺខ្លាំងមែនទែនដែលតម្រូវឲ្យគ្រួសាររបស់បងប្រុសយកលោកតាទៅកាន់មន្ទីរពេទ្យបង្អែកនៅពេលដែលតាមផ្លូវនេះពួកគាត់បានទេរកបងប្អូននៅតាមបណ្ដាខេត្តកូនចៅលោកតាទាំងប្រមាណដែលនៅតាមខេត្តនៅតាមក្រុងតែប្រមាណប្រាប់ពីអាការៈលោកតាប្រាប់អំពីមន្ទីរពេទ្យបង្អែកដែលលោកតានឹងទៅសម្រាកហ្នឹងចឹងម្នាក់គឺរស់រាន់ខ្លាំងមែនទែនព្រោះលោកតាគឺជាលោកតាម្នាក់ដែលជាទីគោរពនៅក្នុងគ្រួសារចឹងកូនចៅទាំងអស់គឺស្រឡាញ់គាត់ខ្លាំងមែនទែនអញ្ចឹងហើយត្រឹមមកដឹងថាលោកតាមានបញ្ហាចូលមន្ទីរពេទ្យបង្អែកធ្ងន់ប៉ុណ្ណឹងហើយម្នាក់គឺរស់រាន់ចេញមកពីតាមគ្រប់ទីកន្លែងហ្នឹងដើម្បីមកប្រជុំគ្នានៅកន្លែងមន្ទីរពេទ្យបង្អែកនោះឯងមិនយូរប៉ុន្មានបងប្អូនទាំងអស់កូនចៅទាំងអស់ក៏បានមកជុំគ្នាទាស់ត្រង់កូនប្រុសរបស់គាត់តែម្នាក់មិនទាន់មកដល់នោះឡើយព្រោះគាត់កំពុងតែធ្វើដំណើរតាមផ្លូវហើយកូនប្រុសរបស់គាត់នោះគឺប្រកបរបររត់ថាស្អាតនៅក្នុងទីក្រុងភ្នំពេញបើសិនជាយើងបកមកនិយាយពីបងប្រុសម្ចាស់សាច់រឿងវិញណាបងប្រុសម្ចាស់សាច់រឿងគឺជាចៅម្នាក់គត់ដែលនៅលើកោះហើយនៅជាប់លោកតាតែម្ដងអារបៀបទឹកក្តៅទឹកត្រជាក់ជាមួយលោកតានិយាយលេងជាមួយលោកតាបានច្រើនជាងគេកំដរលោកតាចង់ធ្វើអីគាត់កំដរបើសិនទៅថាបើលោកតាចង់ភាសាគ្រឿងសង្វឹងគាត់ក៏ដរលោកតាភាសាគ្រឿងសង្វឹងព្រោះជាចៅតែម្នាក់គត់ដែលនៅជាប់លោកតានៅយប់នោះម៉ោងប្រហែលជា2យប់លោកតាបានបង្ហាញអាការៈពិបាកខ្លាំងមែនទែនពិបាកបងប្អូនមិនដឹងថារៀបរាប់របៀបម៉េចទេតែគួរតែនិយាយថាអាការៈមួយដែលមនុស្សចិត្តអស់បុណ្យតើគាត់ពិបាករបៀបម៉េចទៅដល់ខ្យល់របៀបម៉េចអាកាយវិការមួយហ្នឹងគឺវាពិបាកភ្នែកខ្លាំងមែនទែនណាពួកគាត់បានឃើញទស្សនវិជ្ជាមួយនេះហើយពួកគាត់បានស្រែកហៅលោកគ្រូឲ្យមកសង្គ្រោះបន្ទាន់ឲ្យលឿនជាទីបំផុតលោកគ្រូពេទ្យទាំងឡាយបានទទួលដំណឹងនេះហើយក៏រត់ឈូឆរមកកាន់គ្រែរបស់លោកតាមកជួយសង្គ្រោះលោកតាមកពាក់អុកស៊ីហ្សែនជាដើមឡាក់ប្រើគ្រប់វិធីហើយទស្សនវិជ្ជាមួយនេះគឺជាទស្សនវិជ្ជាដែលពួកយើងទាំងអស់គ្នាមិនចង់ឃើញគឺសកម្មភាពដែលរស់រវើករបស់គ្រូពេទ្យនេះកំពុងតែជួយអ្នកជំងឺនេះបានតែបន្តិចសកម្មភាពនោះបែរคล้ายទៅជាសកម្មភាពយឺតហើយពួកគាត់បានដកដៃចេញពីអ្នកជំងឺយ៉ាងយឺតគ្រូពេទ្យទាំងអស់គ្នាបានត្រឹមតែឈរមើលយើងជាសមាជិកនៅក្រុមគ្រួសារប៉ុណ្ណឹងគឺយើងដឹងហើយថាតើមានរឿងអីកើតឡើងចម្លើយចុងក្រោយរបស់លោកគ្រូពេទ្យទាំងឡាយគឺបាននិយាយថាគាត់អស់សង្ឃឹមហើយគាត់ជួយអស់លទ្ធភាពហើយលោកតាអស់បុណ្យហើយពេលនោះបងប្រុសបានសម្លឹងទៅកាន់ឧបករណ៍វាស់ចង្វាក់បេះដូងខ្សែដែលលោតនឹងកាញ់មិញហ្នឹងបែរคล้ายទៅជាខ្សែបន្ទាត់ត្រង់បាត់ទៅហើយទាស់ត្រង់ថាបងប្រុសកលេចមើលទៅលោកតាគាត់ឃើញលោកតានៅដកដង្ហើមនៅឡើយហ្នឹងណាអញ្ចឹងហើយគាត់ក៏សួរថាលោកគ្រូពេទ្យច្បាស់អត់ថាលោកតាផុតលោកគ្រូពេទ្យប្រាប់ថាផុតហើយគាត់អស់បុណ្យហើយប៉ុន្តែគាត់ថាអស់បុណ្យមិនបងគាត់នៅដកដង្ហើមហ្នឹងជាការបកស្រាយរបស់លោកគ្រូពេទ្យគាត់ថាដោយសារតែនៅខ្យល់ដែលគាត់ដង្ហក់មុនហ្នឹងណានៅខ្យល់នៅសល់នៅក្នុងសួតហើយនៅក្នុងពោះអញ្ចឹងហើយទៅបានវារកផ្លូវចេញមកទៅបានបកអាការៈមួយដែលលោកតាដូចដកដង្ហើមដូចនៅរស់អញ្ចឹងគាត់ស្ដាប់ប៉ុណ្ណឹងគាត់គិតថាគាត់អាចទទួលយកបានហេតុការណ៍ទាំងអស់ប្រហែលជាបែបហ្នឹងឯងដូច្នេះហើយលោកគ្រូពេទ្យទាំងឡាយបានដោះអុកស៊ីហ្សែនចេញបានដោះឧបករណ៍វាស់ទាំងឡាយចេញហើយក៏ប្រកាសថាលោកតាបានអស់ជនមាយុនៅម៉ោងប៉ុណ្នេះជាដើមឡាក់ម្នាក់នៅក្នុងមួយយប់នេះជាការបាត់បង់សមាជិកគ្រួសារជាទីគោរពបំផុត
គឺយំយែកខ្លាំងមែនទែនយំយែកខ្លាំងមែនទែនស្រណោះតែកូនប្រុសតែម្នាក់គត់របស់លោកតារបស់គាត់នៅមិនទាន់មកដល់នៅឡើយទេគឺគាត់មកតាមផ្លូវគាត់ជិះទុករបស់គាត់ដែលហូបស៊ីហ្នឹងណាកំពុងតែស្រូតមកហើយប៉ុន្តែស្រូតមកមិនទាន់ដង្ហើមរបស់លោកតាទាល់តែសោះសមាជិកដែលនៅក្នុងមន្ទីរពេទ្យបង្អែកគឺយំខ្លាំងមែនទែនយំយកតែមែនទែនរហូតដល់ម៉ោងប្រហែលជា6ព្រឹកហេតុការណ៍ចម្លែកមួយក៏បានកើតឡើងលោកតាដែលស្លេកស្លាំងជាសាកសពបាត់ទៅហើយនៅម៉ោង6ព្រឹកម្រាមដៃគាត់ក៏ចាប់ដើមកើឡើងម្នាក់ព្រមទាំងម្ចាស់សាច់រឿងនេះចាប់ដើមកេះគ្នាឥឡូវពេលថាណែឃើញដៃលោកតាកុំមើលអត់ហ្នឹងកុំមើលលើកទី1មានការបកស្រាយថាក្រៃលោទៅសាយទាញណាប៉ុន្តែដល់ពេលគម្រើកញាប់ទៅវាទៅជារឿងផ្សេងម្នាក់ចាប់ដើមថយក្រោយណាចាប់ដើមមើលអាការៈរបស់លោកតាថាលោកតាពិតជាគេងដឹងខ្លួនមែនឬក៏យ៉ាងម៉េចនៅពេលដែលគាត់កំពុងតែមើលម្នាក់កំពុងតែមើលលោកតានេះអាក្តីសោកអាសេចក្តីយំសោកកាលពីយប់មិញម៉ោង2យប់យំដល់ម៉ោង6ព្រឹកនេះវាបដូរពីការយំសោកខ្លាចទៅជាការភ័យខ្លាចទៅវិញនៅពេលនោះហើយដែលលោកតាគាត់ពិតជាបានបើកភ្នែកមែនម្នាក់មើលគ្នាយ៉ាងស្រឡាំងកាំងចង់ដឹងថាលោកតាពិតជាដឹងខ្លួនមែនឬក៏ទៅសាយទាញប៉ុន្តែបើនិយាយទៅម្នាក់ដូចដឹងដែរថាតាបិទភ្នែកហើយមិនអាចកលាស់ភ្នែកឡើងវិញទៅសាយមិនទាញឡើងដល់របៀបចឹងគួរតែនិយាយថាលោកតាសាកសពនឹងស្លាប់ដោយមិនអស់ចិត្តតែពួកគាត់ព្យាយាមអោនទៅមើលលោកតាស្រាប់តែលោកតាហាមាត់និយាយមួយម៉ាត់ថាគាត់ឃ្លានប៉ុណ្ណឹងម្នាក់ដឹងច្បាស់ណាស់ថាលោកតាដឹងខ្លួនហើយលោកតារស់រៀនមានជីវិតហើយនេះគឺជាហេតុការណ៍ចម្លែកហេតុការណ៍កម្រដែលម្នាក់ចាប់ផ្ដើមរុះរាន់លើកលោកតាឡើងលើកក្រែពេទ្យឡើងសូម្បីតែពេទ្យទាំងឡាយដែលនៅឈរនៅហ្នឹងណាដែលបានជួយសង្គ្រោះគាត់កាលពីយប់មិញនេះគឺស្រឡាំងកាំងទាំងអស់គ្នាគឺបើកភ្នែកហ្មងថាតើមានរឿងអ្វីកើតឡើងតើអាចមនុស្សស្លាប់ហើយរស់ឡើងវិញបែបហ្នឹងដែរបងប្អូនរុះរាន់ម្នីយកបបរយកទឹកមកឲ្យលោកតាពិសានៅពេលដែលកំពុងតែបញ្ចុកនេះម្ចាស់សាច់រឿងក៏លូកមាត់ទៅសួរលោកតាយប់មិញមានរឿងអីកើតឡើងខំលោកតាផុតអីតាអីអ្វីដែលលោកតាបានឆ្លើយតបមកវិញថាអញ្ចេះហើយឲ្យគាត់ទៅណាបើកូនគាត់មិនទាន់មកដល់ផងហ្នឹងកូនប្រុសតែម្នាក់គត់របស់គាត់ហ្នឹងមិនទាន់មកដល់ទេឲ្យគាត់ទៅណារួចគាត់នៅចាំផ្លូវកូនប្រុសគាត់ហ្នឹងឯងហើយឲ្យគាត់ទៅណារួចបើគ្មានលុយ100ជាប់ខ្លួនហ្នឹងកប៉ៅទៅទេហ្នឹងគាត់មានលុយណាទៅសុកយំរាយឲ្យឡើងឋានសួគ៌នេះគឺជាសម្ដីរបស់គាត់មិនដឹងថាគាត់និយាយលេងឬក៏ពិតមែនឬក៏បែបណាគឺយើងមិនដឹងទេដឹងត្រឹមថាគាត់បានផុតដង្ហើមស្លាប់អស់ 3-4 ម៉ោងបាត់ទៅហើយតាំងពីម៉ោង2រហូតដល់ម៉ោង6គាត់ដឹងខ្លួនមកត្រឹមតែគាត់ដឹងខ្លួនហ្នឹងកូនប្រុសរបស់គាត់បានមកដល់ពិតប្រាកដមែននៅពេលនោះហើយដែលគាត់បានសួរនាំអំពីអាការៈរបស់លោកតាហើយសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលឃើញឪពុករបស់ខ្លួនឯងរស់រានមានជីវិតឡើងវិញម្នាក់គឺអរខ្លាំងមែនតើដែលនិយាយថាលោកតារស់រានមានជីវិតហើយលោកតាផុតពីសេចក្តីស្លាប់ហើយទីបំផុតលោកតាមករកពួកយើងវិញហើយប៉ុន្តែអ្វីមិនដូចការគិតទេនៅក្នុងយប់ថ្ងៃថ្មីនោះជាថ្ងៃកូនប្រុសរបស់គាត់បានមកដល់នឹងលោកតាបានបង្ហាញអាការៈដូចពីម្សិលមិញអញ្ចឹងហើយដងនេះគឺគាត់ពិតជាអស់បុណ្យពិតប្រាកដមែនសេចក្តីសោកសៅក៏បានកើតឡើងសាជាថ្មីហើយគ្រួសារទាំងអស់ក៏បានរៀបចំឯកសារយកសាកសពរបស់លោកតាមកធ្វើបុណ្យនៅឯផ្ទះវិញតាមប្រពៃណីមួយយប់នោះបងប្រុសម្ចាស់សាច់រឿងគឺគាត់គេងកំដរអោបសពលោកតាគេងអោបសពលោកតាទល់ភ្លឺហើយនៅក្នុងយប់នោះក៏មានហេតុការណ៍មួយទៀតបានកើតឡើងដែរហេតុការណ៍មួយនេះគឺឃើញទាំងគាត់ឃើញទាំងកូនប្រុសរបស់គាត់បានន័យថាអ៊ំប្រុសរបស់ម្ចាស់សាច់រឿងហ្នឹងឃើញទាំងពីរនាក់តែម្ដងគឺគាត់បានឃើញលោកតាជិះអាតេះរុញចូលមកតាមខ្លោងទ្វារហើយមកកេះអ៊ំប្រុសរបស់ម្ចាស់សាច់រឿងនេះប្រាប់ទៅចេះអញសុំវិញ្ញាមួយមើលហើយក៏រលាយបាត់ទៅហេតុការណ៍មួយនេះបញ្ជាក់គឺឃើញទាំងបងប្រុសម្ចាស់សាច់រឿងហើយឃើញទាំងកូនប្រុសរបស់លោកតាហ្នឹងគឺឃើញទាំងពីរនាក់តែម្ដងព្រឹកឡើងពួកគាត់ក៏ចាប់ផ្ដើមរៀបចំសំណែនជាវិញ្ញាហ្នឹងឲ្យទៅលោកតាចូលដល់យប់ទី2នៃការធ្វើពិធីបុណ្យបងប្រុសមួយយប់នោះគឺមិនបានគេងកំដរសពនោះទេគឺគាត់ចុះមកគេងនៅលើ pass app របស់លោកអ៊ំរបស់គាត់វិញមួយយប់នោះគាត់ថាគ្រាន់តែគាត់ឡើងគេងនៅ pass app ហ្នឹងអាបិទភ្នែកគេងហ្នឹងណាបិទភ្នែករៀបអាលាវលក់ស្រាប់តែ pass app ហ្នឹងគឺអង្គើខ្លាំងយកតែមែនតើដូចមានមនុស្សម្នាក់មកងួនមកទៅហឹងអញ្ចឹងណាធ្វើឲ្យគាត់ភ្ញាក់ឡើងបះជើងកញ្ញាគាត់អើតមើលទេអត់មានមនុស្សទេហើយមិនក៏ pass app ហ្នឹងអង្គើអញ្ចឹងគាត់ក៏គិតថាប្រហែលសម័យគាត់ចាប់ផ្ដើមយកដៃគោងថ្ងាសដើម្បីសង្ងំគេងទៀត
កំពុងតែគេងអាលីវផាសអែមមួយនឹងគឺថែមម្ដងទៀតហេតុការណ៍មួយនេះកើតឡើងម្ដងជា2ដងជា3ដងនៅតែកើតដដែលរហូតគាត់ដឹងក្នុងចិត្តថាប្រហែលជាលោកតាមិនចង់ឲ្យគាត់គេងនៅលើផាសអែមហើយលោកតាចង់ឲ្យគាត់គេងកំដរលោកតាព្រោះគាត់គឺជាចៅដែលទឹកក្តៅទឹកត្រជាក់ជាមួយលោកតាតាំងពីដើមហើយចឹងគាត់ចង់ឲ្យចៅប្រុសម្នាក់នឹងនៅកំដរគាត់ដឹងខ្លួនបែបហ្នឹងហើយគាត់ក៏ឡើងទៅគេងនៅខាងលើដើម្បីកំដរសពលោកតាវិញហើយមួយយប់នោះគឺគាត់គេងដល់ភ្លឺបើសិនជាយើងនិយាយអំពីក្រោយហេតុការណ៍ក្រោយពីការបូជាសពហើយតើមានហេតុការណ៍អ្វីទៀតដែលបានកើតឡើងតាំងពីពេលនោះមកលោកតាគឺតែងតែមកលេងផ្ទះជានិច្ចពេលខ្លះក៏បយលយកសពណាទៅកាន់សាច់ញាតិអីចឹងទៅប្រាប់ថាឯងឃ្លានទឹកផ្លែឈើឯងឃ្លានប៊ីយ៉ាឯងឃ្លានអានេះឯងឃ្លានអានោះចឹងទៅចឹងបងប្អូនទាំងអស់ក៏តែងតែប្រាប់គ្នាដើម្បីរៀបចំសំណែនទៅតាមចិត្តដែលលោកតាចង់ពេលខ្លះទៀតក៏មានក្លិនផ្សែងធូបនៅក្នុងផ្ទះទាំងនៅក្នុងផ្ទះនេះមិនមានអុជធូបនោះឡើយរហូតដល់ក្រុមគ្រួសារទាំងអស់បានអុជធូបរៀបចំពិធីមួយប្រាប់ទៅដល់លោកតាថាលោកតាអើយលោកតាទៅចាប់ជាតិទៅកូនចៅរស់បានស្រួលហើយកុំបារម្ភពីកូនចៅអីលោកតាទៅរកកន្លែងដែរសុខរបស់លោកតាចោះហើយចាប់ពីពេលនោះមកក៏បាត់នៅរឿងហេតុចម្លែកដែលកើតនៅក្នុងផ្ទះក៏មិនមានអ្នកណាម្នាក់ទទួលបានសុបិននិមន្តនោះឡើយហើយនេះគឺជាសាច់រឿងទី2របស់គាត់តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរសម្រាប់ខ្ញុំវាជាហេតុការណ៍មួយដែលចម្លែកបំផុតខ្ញុំដឹងខ្ញុំស្គាល់មនុស្សផ្លឹកណាបើសិនជាយើងនិយាយអំពីការផ្លឹកវិញគឺម្នាក់នឹងដូចគេអញ្ចឹងគេងលក់គ្រាន់តែអត់ដឹងខ្លួនទៅកេះហៅក៏អត់ដឹងខ្លួនទៅធាក់ទៅរួនរបៀបមិនក៏អត់ដឹងខ្លួនយកទឹកមកចាស់ក៏នៅតែអត់ដឹងខ្លួនដែរតែគេងសាច់នៅក្តៅឈាមនៅរត់បេះដូងនៅដើរហ្នឹងជាការផ្លឹកតែនេះលោកតាជាករណីដែលស្លាប់ហើយរស់ឡើងវិញម្នាក់ឃើញបេះដូងគាត់ឈប់លោតហើយដៃជើងគាត់ត្រជាក់ហើយតែហេតុអ្វីគាត់ដឹងខ្លួនវិញតែត្រង់ចំណុចនេះខ្ញុំក៏អាចជឿទៅលើរឿងមួយដែរមានន័យថាក្នុងនាមជាឪពុកម្ដាយគាត់ចង់ឃើញកូនទាំងអស់ចុងក្រោយឲ្យបានលាហើយចង់ឲ្យកូនចៅទាំងអស់តន់ដង្ហើមគាត់អញ្ចឹងហើយគាត់សម្រេចចិត្តរស់ឡើងវិញណាត្រង់ចំណុចនេះខ្ញុំមិនដឹងនិយាយថាម៉េចទេខ្ញុំធ្លាប់តែឃើញថាចង់ឃើញកូនចៅទាំងអស់មកជុំគ្នាមុននឹងគាត់ទៅអញ្ចឹងទោះគាត់ពិបាកប៉ុណ្ណាគាត់មិនក៏ប៉ុណ្ណាដង្ហើមចម្រឹបប៉ុណ្ណាព្រលឹងធំចេញហើយក៏ព្រលឹងតូចនឹងអត់ព្រមចេញដែរនៅក្នុងខ្លួនធ្វើម៉េចឲ្យបានឃើញកូនជុំគ្នាទៅបានគាត់សម្រេចចិត្តទៅតែនេះស្លាប់ហើយរស់ឡើងវិញវាជារឿងមួយអច្ឆរិយៈមែនទែនតែខ្ញុំក៏ចម្លែកចិត្តត្រង់ពាក្យលោកតាថាអត់មាន100ក្នុងកប៉ៅផងឲ្យគាត់ទៅណានេះតាមជំនឿបុរាណគឺនៅតាមសាកសពយើងដាក់លុយឬក៏ដាក់កាក់នៅក្នុងមាត់អានេះសំបីតែបងប្អូនជាពលរដ្ឋចិនក៏គេដាក់កាក់នៅក្នុងមាត់ដែរមានន័យថាមានតែកាក់នៅក្នុងមាត់នឹងទេដែលអាចយកទៅតាមខ្លួនបានអញ្ចឹងត្រង់ចំណុចនេះខ្ញុំពិតជាអត់ដឹងទេអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានចំណេះដឹងត្រង់ចំណុចនេះសូមខមមិនពីក្រោមវីដេអូផងហើយក៏ជាចំណុចមួយទៀតដែលគាត់និយាយថាមានលុយណាសោកស្ដេចយមរាជឲ្យឡើងឋានសួគ៌ត្រង់ចំណុចនេះបើខ្ញុំសិក្សាតាមធម៌ព្រះវិញគឺអត់មានទេតែហេតុអ្វីបានគាត់និយាយចឹងអញ្ចឹងក្នុងករណីនេះដែរក៏ខ្ញុំចង់ចោទសួរទៅបងប្អូនទាំងអស់គ្នាដែរដែលឮចាស់ពោលពាក្យបែបហ្នឹងទេឬក៏ដែលប្រទេសជួបអ្នកណាគេដែលមានសកម្មភាពប្រហាក់ប្រហែលហ្នឹងឬក៏រឿងដំណើរមកពីណាដែលជារឿងពិតគេចែករំលែកមកកាន់បងប្អូនដែលមានសភាពប្រហាក់ប្រហែលដែរឬអត់បើសិនជាមានសូមជួយ comment នៅពីក្រោមវីដេអូនេះផងតោះឥឡូវនេះយើងចូលដល់សាច់រឿងមួយទៀតដែលចែករំលែកដោយម្ចាស់សាច់រឿងដែលមានឈ្មោះថាប្រាដូហើយជាព្រឹត្តិការណ៍មួយដែលកើតឡើងចំពោះគាត់ដ៏សាហាវដែលពិបាកមិនអាចបំភ្លេចបានតើរឿងរ៉ាវពិស្ដារនៃសាច់រឿងរបស់គាត់នេះមានសភាពបែបណាតោះយើងចូលមកដល់សាច់រឿងរបស់គាត់ទាំងអស់គ្នារឿងទី1ដែលគាត់បានចែករំលែកនេះបានកើតឡើងនៅថ្ងៃទី13ខែសីហាឆ្នាំ2016ជាថ្ងៃដែលគាត់និងក្រុមគ្រួសាររបស់គាត់បានធ្វើដំណើរទៅក្រុងព្រះសីហនុដើម្បីស្នាក់នៅសន្តាគារដែលគាត់ទទួលបានសម្បត្តិស្នាក់នៅ free រហូតទៅដល់2បន្ទប់ឯណោះហើយសន្តាគារដែលគាត់ឈ្នះរង្វាន់បាន2បន្ទប់នឹងគឺជាសន្តាគារដែលបងប្អូនម្នាក់ណាក៏ស្គាល់ដែរឲ្យតែអ្នកធ្លាប់តែលេងកំពង់សោមគឺស្គាល់ទាំងអស់ព្រោះសន្តាគារនេះគឺកំពូលល្បីឈ្មោះខាងផ្នែកអានឹងឯងបើសិនជាខ្ញុំប្រហែលតិចទៀតគឺសន្តាគារហ្នឹងនៅចិត្តឆ្នេរហ្មងខ្ញុំនិយាយចេះចោះជាឆ្នេរមួយដែលអត់សូវមានមនុស្សកុះកច្រើនទេហើយនៅចិត្តសន្តាគារហ្នឹងគឺមានបឹងមួយដែលគេហៅបឹងកពើហ្នឹងឯងអញ្ចឹងទាយខ្លួនឯងទៅសាកសម័យខ្លួនឯងទៅតើសន្តាគារនោះគឺជាសន្តាគារបែបណា
ឲ្យតម្រុយមួយទៀតគឺសន្តាគារនេះស្ថិតនៅលើភ្នំនៅក្នុងក្រុងតែម្ដងពេលនោះហេតុតែគាត់បានសម្បត្តិ free រហូតដល់2បន្ទប់អញ្ចឹងហើយគាត់ក៏បបួលក្រុមគ្រួសារគាត់ពេលនោះមានពូរបស់គាត់មីងរបស់គាត់ប្អូនបង្កើតរបស់គាត់និងបងបង្កើតរបស់គាត់មួយឡានជិះពីទីក្រុងភ្នំពេញទៅគេងបន្ទប់ free នៅឯក្រុងព្រះសីហនុបងរបស់គាត់ក៏ចូលរួមដែរតែទាស់ត្រង់ថាបងរបស់គាត់បំពេញតួនាទីជាគ្រូពេទ្យដូច្នេះហើយគាត់ឡើងទៅយប់ឡើងអញ្ចឹងដំណើរមួយនេះគឺគាត់ចេញទៅមុនដែលម៉ោងដែលគាត់បានធ្វើដំណើរគឺម៉ោង 4-5 រសៀលនៅក្នុងឆ្នាំ 2016 បងប្អូនដឹងហើយបើចង់ទៅកំពង់សោមគឺมันអាចជិះនៅលើផ្លូវលឿនលឿននោះទេព្រោះផ្លូវលឿនលឿនអត់ទាន់សាងសង់ហើយអញ្ចឹងការធ្វើដំណើរនេះគឺធ្វើដំណើរទៅតាមផ្លូវជាតិលេខ 4 ការធ្វើដំណើរនេះទៀតសោតក៏គាត់មិនបង្ខំដែរមិនជន់ឲ្យលឿនអីទេគឺជិះរបៀបឈៀលរបៀបសบายដល់ម៉ោងប្រហែលក៏ដល់ម៉ោងប៉ុណ្្នឹងទៅចេញតាំងពីមានព្រះអាទិត្យឈប់ញ៉ាំអីឈប់ថតរូបដើរកំសាន្តអុជធូបកន្លែងលោកយាយម៉ៅលាក់នឹងលាក់ដោយសារតែហត់ពីដំណើរកំសាន្តផងជិះច្រើនម៉ោងផងគាត់និងប្អូនរបស់គាត់ដែលអង្គុយខាងក្រោយនឹងក៏បានគេងលក់បាត់ទម្រាំទៅដល់សន្តាគារនឹងម៉ោងប្រមាណប្រហែលជា10យប់បាត់ទៅហើយនៅពេលដែលចូលទៅដល់ខ្លោងទ្វារសន្តាគារមួយហ្នឹងនៅពេលដែលកំពុងតែជិះចូលទៅដល់ខ្លោងទ្វាររបស់សន្តាគារនេះកំពុងតែជិះឡើងស្រាប់តែមីងរបស់គាត់ស្រែកថាមានក្មេងជិះកង់ជន់ប្រាំងពូរបស់គាត់ឮបែបនេះគាត់ជន់ប្រាំងមកទៅហឹងដែលធ្វើឲ្យពីរនាក់គាត់ខាងក្រោយនេះគឺភ្ញាក់ឡើងអារបៀបថាភ្ញាក់អាកត្រែដល់ពេលស្លឹងមើលទៅទេអត់មានក្មេងជិះកង់មកពីណាផងហើយគាត់ក៏ស្លឹងមើលបរិយាកាសហើយគាត់ក៏និយាយថាពូចំមិនស្ថានភាពហ្នឹងធំតែស្ងាត់មកម៉េះពូរបស់គាត់ក៏ឆ្លើយតបមកវិញបែបថែនអូស្ថានភាពហ្នឹងបែបអរ៉ុបហ្នឹងគេចូលចិត្តស្ងាត់អញ្ចឹងហើយមិនសូវមានមនុស្សមកគេងទេហើយណាមួយទៀតស្ថានភាពហ្នឹងស្ថានភាពផ្កាយ5វាថ្លៃយើងចូលចិត្តតែគេងទស្សនៈគេងស្ថានភាពរៀងធូហ្នឹងផ្កាយ5អញ្ចឹងថ្លៃអញ្ចឹងអត់មានអីចម្លែកទេយើងកាត់ជួរទៅដល់នៅពេលដែលឡានរបស់គាត់បមកដល់កន្លែងចតហើយគាត់យកអីវ៉ាន់ចុះពីលើឡានអស់ហើយពួកគាត់បានដើរតម្រង់ទៅកាន់កន្លែងទទួលភ្ញៀវដើម្បីចូល check in សិនអញ្ចឹងណាគាត់បានដើរទៅដល់តុអ្នកទទួលភ្ញៀវហើយគាត់ឈរនៅនឹងឡើងយូរមែនតើតែអត់មានអ្នកណាចេញមកទាល់តែសោះអញ្ចឹងហើយគាត់ក៏សម្រេចចិត្តចុចកណ្ដឹងនៅលើតុចុចច្រើនលើកច្រើនសារទម្រាំមានមនុស្សចេញមកហើយដឹងថាអ្នកចេញមកនឹងចេញមកតាមណាទេគឺចេញពីក្រោមតុអញ្ចឹងនៅពេលនេះសក្តានុភាពអត់មានខ្មោចទេមានតែមនុស្សលងមនុស្សតែម្ដងទៅធ្វើឲ្យពួកគាត់ដែលឈរនៅពីមុខតុនឹងគឺភ័យឲ្យរបៀបថាអូហើយចេញមកពីណាហ្នឹងនៅពេលដំណើរការ check in រួចរាល់ហើយអ្នកទទួលភ្ញៀវក៏ហុចសោ2មកឲ្យគាត់សោនោះបង្ហាញថាមួយគឺនៅជាន់ទី4បន្ទប់405ហើយមួយទៀតគឺនៅជាន់ទី5បន្ទប់502គឺជាបន្ទប់របស់ម្ចាស់សាច់រឿងជាមួយនឹងប្អូនហើយនឹងបងគាត់ដែលត្រៀមឡើងមកពីទីក្រុងភ្នំពេញឯបន្ទប់405គឺជាបន្ទប់របស់ពូមីងរបស់គាត់ទទួលបានសោហើយក៏មានអ្នកទទួលយកអីវ៉ាន់ហ្នឹងគេអូសអាតេសមកដាក់អីវ៉ាន់របស់គាត់នៅលើអាតេសមួយហ្នឹងហើយក៏នាំគាត់ទៅកាន់ចណ្ដារយន្តគាត់បញ្ជាក់ថាចណ្ដារយន្តហ្នឹងគឺធំល្មមមករបៀបថាគាត់គ្នា4នាក់នៅក្នុងចណ្ដារយន្តហ្នឹងហើយថែមអាតេសដឹកវ៉ាលីនឹងបានថែមទាំងអ្នករុញវ៉ាលីនឹងចូលបានទៀតប៉ុន្តែនៅពេលដែលដើរទៅដល់ចរាយន្តអ្នកយកវ៉ាលីបានចុចហើយចុចជាន់ទី4ឲ្យគាត់មួយចុចជាន់ទី5ឲ្យគាត់មួយតែគាត់មិនចូលនោះឡើយតែគាត់មានចម្ងល់ថាចរាយន្តដូចធំដែរតាព្រមចូលមកមួយគ្នាប្រហែលជាអានឹងជាសុជីវធម៌ឬក៏ច្បាប់ទម្លាប់នៅកន្លែងគេមិនឲ្យជិះទៅជាមួយភ្ញៀវឯងមើលទៅអញ្ចឹងគាត់ក៏គិតថាប្រហែលជាអញ្ចឹងដែរទ្វារចណ្ដាយន្តចាប់ផ្ដើមបិទហើយចណ្ដាយន្តចាប់ផ្ដើមឡើងទៅលើក្នុងអំឡុងពេលដែលចរាយន្តកំពុងតែឡើងត្រឹមជាន់ទី1លោកពូរបស់គាត់ក៏មានមតិថាឥឡូវនេះយើងដល់ជាន់ទី4យើងមិនបាច់ចេញទេយើងឡើងទៅដល់ជាន់ទី5ហ្មងទៅចាំមើលក្មេងៗរៀបចំទុកដាក់ក្មេងៗហើយចាំយើងចុះមកជាន់ទី4វិញមីងរបស់គាត់ក៏ឯកភាពគាត់ក៏ឯកភាពប្អូនរបស់គាត់ក៏ឯកភាពទាំងអស់គ្នាកំពុងតែឡើងទៅដល់ជាន់ទី4នៅខ្វះមួយជាន់ទៀតណានៅពេលនេះគឺត្រឹមតែជាន់ទី4តែប៉ុណ្ណោះទ្វារចណ្ដាយន្តក៏ចាប់ផ្ដើមបើកឡើងនៅពេលដែលទ្វារចណ្ដាយន្តបើកឡើងនេះអ្នកមីងរបស់គាត់បែរជានិយាយថាអត់ទេខ្ញុំចេញទៅមុនហើយគេអត់ឲ្យខ្ញុំនៅទេបែរជានិយាយអញ្ចឹងដែលធ្វើឲ្យពូរបស់គាត់ហើយគាត់ហើយប្អូនគាត់ហ្នឹងគឺស្រឡាំងកាំងហ្នឹងមិនទៅអញ្ចឹងពូរបស់គាត់ក៏និយាយកាត់កុំឲ្យក្មេងៗខ្លាចពេលថាអញ្ចឹងក៏បានដែរតាចាំបងយកក្មេងៗឡើងទៅជាន់ទី5ទ្វារក៏បានបិទហើយគាត់ក៏ឡើងទៅជាន់ទី5បញ្ជាក់ដែរថាបន្ទប់ទាំងពីរនេះគឺមិននៅគៀកចណ្ដាយន្តនោះឡើយចឹងនៅពេលដែលពូរបស់គាត់បានបើកទ្វារឲ្យក្មេងៗចូលទៅក្នុងនឹងហើយពូរបស់គាត់ក៏ចាក់ចេញទៅ
បើសិនជានិយាយអំពីម្ចាស់សាច់រឿងវិញម្ចាស់សាច់រឿងបានប្រាប់ថាចេះគាត់មិនដឹងថាម៉េចទេតែចូលមកដល់ក្នុងបន្ទប់មួយនេះគឺគាត់មានអារម្មណ៍ថាព្រឺសម្បុរខ្លាំងមែនទែនជាសកម្មភាពរបស់ម្ចាស់សាច់រឿងវិញនៅពេលទទួលបានអារម្មណ៍នេះហើយគាត់រត់ទៅភ្លាមអត់ទាន់បានដាក់វ៉ាលីឲ្យស្រួលបួទេរត់ទៅដាំទឹកដើម្បីឆុងកាហ្វេ2កញ្ចប់ភ្លាមតែម្ដងតែប្អូនរបស់គាត់ឆ្ងល់ថាចេះហើយឆុងកាហ្វេឲ្យដល់2កញ្ចប់បងឯងឆុងចឹងបងឯងញ៉ាំទៅតិចគេអត់លក់គាត់បានឆ្លើយតបជាមួយនឹងប្អូនរបស់គាត់វិញថាចេះអូអត់អីទេបើគេអត់រួចចាំគាត់នៅមើលទូទួតអស់ភ្លឺក៏បានដែរណាមួយទៀតគាត់នៅចាំវីដេអូខលជាមួយនឹងបងប្រុសផងព្រោះបងប្រុសចេញមកពេលយប់ចឹងចង់ដឹងសុខទុក្ខគាត់យ៉ាងណាហើយប្អូនរបស់គាត់ក៏ឆ្លើយថាអូចឹងក៏បានដែរចឹងឥឡូវខ្ញុំចូលទៅមួយទឹកមុនណាព្រោះមិញខ្ញុំអឺនមើលបន្ទប់ទឹកទៅបន្ទប់ទឹកដូចមានបញ្ញ័រអារបៀបកន្លែងត្រាំទឹកបានចឹងគាត់ដូចចង់ត្រាំទឹកលេងបន្តិចគាត់ទទួលបានពាក្យហ្នឹងហើយគាត់ក៏ឆ្លើយថាហ្នឹងហើយតែកុំភ្លេចបិទវាំងននផងណាហើយមិនដឹងថាហេតុអ្វីគាត់និយាយប្រយោគបន្ទាប់មួយនេះទៅកាន់ប្អូនរបស់គាត់នេះគាត់និយាយតថាអញ្ចេះណែបើអត់ស្រួលទេចេញមកវិញប្រាប់ចាយផងដែលគាត់មានចម្ងល់ថាហេតុអីមិនគាត់ត្រូវនិយាយអញ្ចឹងអត់ស្រួលមិនទៅអត់ស្រួលរបៀបមិនខ្មោចលងឬក៏មិនវាក៏ខិចរបៀបមិនគាត់អត់ដឹងខ្លួនឯងថាហេតុអ្វីបានខ្លួនឯងនិយាយពាក្យហ្នឹងទៅកាន់ប្អូនរបស់គាត់ចូលទៅក្នុងបន្ទប់ទឹកប្រហែលជា5នាទីស្រាប់តែទ្វាររបស់គាត់ត្រូវបានគោះគាត់ឮសំឡេងគោះទ្វារតុកគាត់ដើរទៅបើកទ្វារអ្វីដែលគាត់ឃើញគឺអ្នកខាងសេវាកម្មយកវ៉ាលីមកឲ្យគាត់ដែលគាត់មានចម្ងល់ថាសមហេតុផលដែរសមតែចរាយន្តឃើញមានច្រើនដែរតាសមតែមកតាណាល់គ្នាហើយនៅពេលដែលគាត់ចូលដល់បន្ទប់គឺអាវ៉ាលីហ្នឹងមកដល់ល្មមតែហេតុអីបានដល់5នាទីទើបបានវ៉ាលីហ្នឹងមកដល់គាត់ឃើញអញ្ចឹងក៏គាត់មិនខ្វាយខ្វល់អីដែរគាត់បែរក្រោយទទួលយកវ៉ាលីហ្នឹងហើយគាត់បែរក្រោយដើម្បីថារយកលុយធីបទៅឲ្យអ្នកជួយលើកវ៉ាលីឲ្យគាត់អញ្ចឹងណាតែបងប្អូនដឹងថាមានរឿងអីហ៎នៅពេលដែលគាត់បែរទៅវិញនេះប្រហែលជា3វិនាទីប្រហែលកំឡុងពេល3វិនាទីនៅពេលគាត់បែរទៅវិញបាត់អ្នកសេវាកម្មនឹងបាត់តែគាត់ឆ្ងល់ថាចំហើយលឿនម៉េះដល់ពេលគាត់អឺតមើលទៅខាងក្រៅអ្នកដែលយកវ៉ាលីគាត់មកហ្នឹងដល់ចរាយន្តបាត់ហើយហ្នឹងហើយគាត់បញ្ជាក់ដដែលថាបន្ទប់របស់គាត់គឺនៅឆ្ងាយណាស់ពីចរាយន្តអញ្ចឹងបើសិនជាដើរក៏ត្រូវការពេល10វិនាទីទៅ15វិនាទីដែរទម្រាំតែដើរដល់តែនេះតែ3វិនាទីហត់ដល់ចរាយន្តវិញតើមានរឿងអីកើតឡើងគេដឹងអីឬក៏មិនតែគាត់ឆ្ងល់ថាចំហើយរត់លឿនម៉េះលឿនដូចព្យុះរត់តែដកលុយឲ្យក៏មិនទាន់ចូលដល់ម៉ោងប្រហែលជា11យប់បងប្រុសរបស់គាត់បានជិះឡានក្រុងមកដល់កំពង់សោមហើយគាត់បានទេតាក់ទងមកកាន់ម្ចាស់សាច់រឿងដើម្បីឲ្យប្រាប់លោកពូរបស់គាត់ឲ្យជួយយកឡានមកយកគាត់ផងគាត់ក៏បានធ្វើមែនគាត់បានទេទៅជំរាបទៅលោកពូដើម្បីឲ្យទៅយកគាត់លោកពូបានទទួលដំណឹងហើយគាត់ក៏ចេញឡានទៅយកបងប្រុសស្របពេលគ្នានោះប្អូនរបស់គាត់ក៏ចេញពីងូតទឹកល្មមគាត់ឃើញប្អូនរបស់គាត់ចេញពីងូតទឹកបែបនេះគាត់ក៏ចូលងូតទឹកម្ដងគាត់ថានៅពេលដែលគាត់ចូលងូតទឹកនេះប្រហែលជា 2-3 នាទីទេលឿនមែនតើអារបៀបថាស្រូចខ្លួនឲ្យតែត្រជាក់ខ្លួនប៉ុណ្ណឹងស្អែកចាំដោះខ្លួនអីយកសម្អាតខ្លួនឲ្យស្អាតណានៅពេលដែល 2-3 នាទីហ្នឹងគាត់ចេញមកប្អូនរបស់គាត់បានគេងលក់បាត់ទៅហើយគាត់ឃើញបែបនេះទូរទស្សន៍ដែលបានបើកចោលគាត់ក៏បន្ធូរសំឡេងមើលទូរទស្សន៍ដើម្បីចាំផ្លូវបងរបស់គាត់ប៉ុន្តែនៅពេលដែលគាត់មើលទូរទស្សន៍នេះបានត្រឹមតែ 2-3 នាទីគាត់ក៏គេងលក់បាត់ទៅវាជាចម្ងល់មួយដែរត្រង់ថាគាត់គេងមកតាមឡានរហូតគាត់ផឹកកាហ្វេអស់2កញ្ចប់ហើយគាត់ជាមនុស្សម្នាក់ដែលគេងបិទភ្លើងបើកភ្លើងគាត់គេងអត់លក់ទេតែនេះបើកភ្លើងនៅក្នុងបន្ទប់ហើយគាត់ផឹកកាហ្វេអស់2កញ្ចប់ហើយគាត់នៅគេងលក់លឿនពេកដែលគាត់ក៏មានចង្អល់ដែរគេងបានតែបន្តិចទ្វារក៏បានលាន់ឡើងដែលជាសំឡេងគោះពេលនោះនៅពេលដែលគាត់ដើរទៅបើកទ្វារទើបគាត់ដឹងថាបងប្រុសគាត់មកដល់ហើយអញ្ចឹងនៅពេលនេះគឺគាត់គេងជាមួយនឹងប្អូនរបស់គាត់បងប្រុសរបស់គាត់គឺគេងនៅលើគ្រែមួយដាច់តែឯងដោយសារតែបងប្រុសគាត់ហត់ខ្លាំងពេកអញ្ចឹងគាត់គ្រាន់តែចូលដល់បន្ទប់ភ្លាមគាត់បើកវ៉ាលីក៏ចូលមួយទឹកហើយឡើងគេងបាត់ទៅយើងកាត់ចូលដល់ម៉ោង12យប់ពេលនោះម្ចាស់សាច់រឿងមិនដឹងថាហេតុអ្វីស្រាប់តែបើកភ្នែកឡើងព្រឹមនៅពេលដែលគាត់បើកភ្នែកឡើងគាត់បានឃើញមនុស្សស្រីម្នាក់ហើយមានក្មេងម្នាក់ទៀតកំពុងតែលេងជាមួយនឹងបងរបស់គាត់ដោយស្ត្រីម្នាក់នោះគឺសង្កត់បងប្រុសរបស់គាត់តែម្ដងហើយកូនវិញគឺចាប់ជើងបងប្រុសរបស់គាត់ហើយកេះគាត់គិតថាគាត់សម័យហើយតែគាត់ព្យាយាមព្រិចភ្នែកបើកភ្នែករបៀបម៉េចក៏នៅតែឃើញច្បាស់មែនទែនហ្មងថាកំពុងតែសង្កត់ហើយម្នាក់ទីកំពុងតែអេះជើងរបស់បងគាត់ស្របពេលនោះបងប្រុសរបស់គាត់បានឆ្លើយតបថាអូយធុញណាស់វើយអញងួយដេកចឹងងាប់អញអត់បានដេកមួយថ្ងៃហើយវើយគឺឆ្លើយតបទៅជាមួយនឹងសកម្មភាពមួយហ្នឹង
តាសកម្មភាពដែលគាត់បានឃើញនេះវាទូទាត់គ្នាទេវាគប់ជួនពេកហ្នឹងផុតពីនោះគាត់ក៏សង្ងំគេងទាំងភ័យតែគេងមិនលក់ទេបានតែបន្តិចនៅពេលដែលគាត់បើកភ្នែកព្រឹមឡើងស្រាប់តែគាត់ឃើញម្នាក់ស្រីនឹងកំពុងតែជន់លើប្អូនរបស់គាត់តែម្ដងតែចម្លែកថាវិញ្ញាណកូនក្មេងមួយទៀតអត់ឃើញនៅនឹងឃើញតែស្ត្រីដែលនៅនឹងគឺកំពុងតែឈរពីលើប្អូនរបស់គាត់ស្របពេលដែលគាត់ឃើញឈរចឹងប្អូនរបស់គាត់ក៏ចាប់ផ្ដើមស្រែកយំឡើងគាត់ឃើញអញ្ចឹងគាត់បានស្ទុះទៅអោបដោយមិនរបៀបថាអោបប្អូនឲ្យបាត់ភ័យទាំងខ្លួនឯងនៅភ័យហើយឃើញកំពុងតែជន់នៅលើប្អូនរបស់ខ្លួនឯងហើយប្អូនរបស់គាត់គឺយំមិនបើកភ្នែកនោះទេគាត់ព្យាយាមអោបប្អូនគាត់យ៉ាងណែនហើយសង្ងំគេងទោះមានរឿងអីក៏ដោយយើងសង្ងំគេងសិនណាគេងប្រហែលសង្ងំប្រហែលជាបាន15នាទីទៅមុខទៀតស្រាប់តែគាត់ឮសំឡេងនៅពេលនោះហើយដែលគាត់បើកភ្នែកឡើងគឺគាត់បានឃើញខ្មោចស្រីនោះកំពុងតែអង្គុយលើប្អូនរបស់គាត់ចំពាក់កណ្ដាលខ្លួនហើយយកដៃទៅវាយចំកណ្ដាលខ្នងប្អូនគាត់តែម្ដងលុះសូត្រគាត់បើកភ្នែកយ៉ាងស្រឡាំងកាំងណាគាត់ឃើញច្បាស់នៅនឹងភ្នែកស្របពេលដែលប្អូនរបស់គាត់ស្រែកអារបៀបអារបៀបឈឺទាំងមិនបើកភ្នែកទាល់តែសោះមកត្រឹមគាត់ឃើញគេដឹងថាគាត់ឃើញគេស្រាប់តែម្នាក់នឹងអោនមុខមកគៀកមុខគាត់តែម្ដងគាត់ថាចម្ងាយដែលមុខពីមិនខ្មោចស្រីនឹងមកគាត់គឺចម្ងាយត្រឹម2ម្រាមដៃតែប៉ុណ្ណោះគឺគៀកយកតែមែនទែនពេលនេះគឺគាត់ភ័យខ្លាំងមែនទែនគាត់ភ័យឡើងព្រឺហូមឡើងចង់គាំងខ្លួនណាគាត់អត់ដឹងធ្វើវិធីអីគាត់ស្រែកយកមួយទៅហឹងរហូតដល់បងគាត់ភ្ញាក់កន្ត្រាក់ឡើងមកបើកភ្លើងហើយទេទៅរកពូរបស់គាត់ភ្លាមនៅពេលដែលទេហើយលោកពូរបស់គាត់បានហៅពួកគាត់មកគេងនៅបន្ទប់របស់គាត់គឺបន្ទប់405នៅពេលនេះម៉ោងប្រហែលជា 12:45 នាទីហើយទាំងពូទាំងមីងទាំងក្មួយចំនួន3នាក់គឺលើកពូកមកគេងនៅផ្ទាល់អត់តែម្ដងអត់គេងនៅលើខែទេផ្គុំពូកចូលគ្នាហើយគេងដោយតម្រៀបគ្នាទី1គឺពូទី2គឺអ្នកមីងទី3បងប្រុសរបស់គាត់គេងនៅចំកណ្ដាលគាត់ហើយនឹងប្អូនរបស់គាត់គេងនៅគៀនគេគេងបានប្រហែលជា35នាទីប្អូនរបស់គាត់ក៏ចាប់ផ្ដើមស្រែកម្ដងទៀតដែលធ្វើឲ្យម្នាក់ដឹងខ្លួនតែទោះត្រង់ថានៅពេលដែលម្នាក់ដឹងខ្លួនថាមាននឹងអីប្អូនរបស់គាត់នៅគេងនៅឡើយគឺមិនដឹងខ្លួនតតែសោះម្នាក់ក៏ព្យាយាមលួងព្យាយាមបងអែលឲ្យប្អូនគេងវិញហើយក៏បន្តគេងបានត្រឹមតែប្រមាណមិនដល់5នាទីផងប្អូនរបស់គាត់បានស្រែកម្ដងទៀតប្អូនរបស់គាត់ដែលគេងជាប់គាត់នេះចាប់ដើមអាគេងអត់ស្កប់នៅពេលដែលគាត់បើកភ្នែកមើលទៅគឺទាំងខ្មោចស្រីនិងខ្មោចកូនក្មេងនឹងកំពុងតែលេងប្អូនរបស់គាត់កំពុងតែអង្គុយនៅលើប្អូនរបស់គាត់បែរមុខមកកាន់គាត់ហើយស្ញាញ់ដាក់គាត់ម៉ោង4ភ្លឺពួកគាត់បានសម្រេចចិត្តថាមកអង្គុយនៅតុទទួលភ្ញៀវវិញនៅពេលដែលចុះមកដល់ក្រោមដល់តុទទួលភ្ញៀវនេះមុខរបស់ពួកគាត់គឺស្លេកអស់ហើយទាស់ត្រង់ថាខាងសេវាកម្មបានឃើញពួកគាត់ហើយតែមិនមានសំណួរអ្វីទាំងអស់មកកាន់គាត់មិនសួរថាមានរឿងអ្វីមិនសួរថាកើតអ្វីគឺអត់សួរអ្វីទាំងអស់ធ្វើដូចអត់ឃើញពួកគាត់ណាហើយទៅធ្វើការរបស់គេរៀងខ្លួនណាហើយពួកគាត់ក៏សង្ងំគេងរហូតទៅដល់ភ្លឺទ្រាំដល់ភ្លឺគាត់ញ៉ាំអាហារពេលព្រឹកហើយគាត់ចាប់ផ្ដើមរុះរាន់ចេញមកទីក្រុងភ្នំពេញវិញនៅពេលដែលចេញផុតពីសន្តាគារពួកគាត់ក៏វិភាសាគ្នាថាតើយប់មិញមានរឿងអ្វីកើតឡើងតោះឥឡូវនេះយើងចូលទៅដល់ចក្ខុវិស័យរបស់តួអង្គនីមួយៗដែលនៅក្នុងបទពិសោធន៍មួយនេះអ្នកមីងរបស់គាត់បាននិយាយថាអ្នកមីងគាត់ជួបតាំងពីខ្លោងទ្វារចូលសន្តាគារម៉េះនៅពេលដែលស្រែកឲ្យពូជន់ហ្វ្រាំងហ្នឹងគាត់ឃើញក្មេងបកង់ទៅណាមកបកង់កាត់លឺប៉ុន្តែដល់ពេលផុតពលឺហ្នឹងគឺបាត់ក្មេងហ្នឹងឲ្យឈឹងតែម្ដងទៀតគឺគាត់ជួបនៅពេលដែលឡើងចរាយន្តនៅពេលដែលគាត់ឡើងចរាយន្តនេះគាត់បំរុងទៅជាន់ទី5ហើយតែនៅដល់ជាន់ទី4នេះស្រាប់តែគាត់មានអារម្មណ៍ថាមានអ្វីមួយដែលរុញគាត់ចេញអត់ឲ្យគាត់នៅក្នុងហ្នឹងអញ្ចឹងគាត់ក៏សម្រេចចិត្តថាគាត់ចុះត្រឹមជាន់ទី4ហ្នឹងមុនគេនៅពេលដែលគាត់ដើរតម្រង់ទៅបន្ទប់កាន់សោតម្រង់ទៅបន្ទប់ខ្លួនឯងនេះស្រាប់តែមានមនុស្សស្រីម្នាក់ដើរកាត់គាត់ចូលទៅបន្ទប់មួយទៀតដែលនៅជាប់គាត់ហើយពេលនោះហើយដែលគាត់ដឹងថាបន្ទប់មួយនោះគឺជាបន្ទប់ដែលជួសជុលអត់មានក្រែអត់មានអីទេជាបន្ទប់ជួសជុលតែម្ដងនៅពេលដែលគាត់អើតមើលម្នាក់ស្រីនោះក៏មិនឃើញសមោលនោះដែរនៅពេលដែលបងប្រុសរបស់គាត់បានមកដល់ក្រុងព្រះសីហនុនេះដែលទេឲ្យពូគាត់ទៅយកនេះពូរបស់គាត់នេះក៏ហៅអ្នកមីងរបស់គាត់នឹងទៅដែរតែអ្នកមីងរបស់គាត់ខ្ជិលអញ្ចឹងគាត់សម្រាប់នៅក្នុងបន្ទប់តែម្នាក់ឯងនៅពេលដែលម្នាក់ឯងនឹងហើយដែលគាត់ឃើញច្បាស់តែម្ដងគឺខ្មោចស្រីនឹងហក់មកសង្កត់គាត់មិនមែនយកសពទេណាគឺស្ដែងហក់មក
ច្បាច់កគាត់ហើយអាខ្មោចក្មេងនឹងចាប់ជើងគាត់ណាហើយអាខ្មោចម៉ែនឹងគឺមកច្បាច់កគាត់រើទម្រាំតែរួចនៅពេលដែលគាត់រើរួចហ្នឹងហើយគាត់ស្ទុះចុះទៅខាងក្រោមចាំពូរហូតដល់គាត់ត្រឡប់មកវិញបោះដំណើរពីបងប្រុសរបស់គាត់វិញបងប្រុសគាត់ប្រាប់ថាគាត់ឲ្យហេតុតាំងពីនៅលើឡានមកម្លេះព្រោះនៅពេលដែលគាត់នៅលើឡានគាត់ក៏រាប់ញាតណាគាត់និយាយជាមួយពូមីងអ៊ំនៅក្នុងឡានហ្នឹងទៅហើយពូមីងអ៊ំហ្នឹងក៏បានសួរគាត់ថាគេងនៅសន្តាគារណាគាត់ក៏បានប្រាប់ពីសន្តាគារដែលគាត់គេងគ្រាន់តែឮឈ្មោះសន្តាគារភ្លាមម្នាក់លាន់មាត់ហ្មងថាហើយហ៊ានគេងនៅហ្នឹងដែរកន្លែងហ្នឹងគឺល្បីខ្មោចលងណាអត់ដឹងទេហីគាត់ថាដឹងតែបានបន្ទប់ free ឲ្យធ្វើមិនអញ្ចឹងគាត់មានតែគេងនៅហ្នឹងរហូតដល់គាត់មកដល់អូតែលនៅពេលដែលគាត់មកដល់ជាន់របស់គាត់នេះគាត់មានអារម្មណ៍ឬសម្បល់ខ្លាំងមែនទែនហើយនៅពេលដែលគាត់ដើរតម្រង់ជិតដល់បន្ទប់ស្រាប់តែគាត់ឃើញមានក្មេងម្នាក់មានតែខោតែប៉ុណ្ណោះហើយខ្លួនឡើងខ្មៅរត់កាត់គាត់ទម្លុះជញ្ជាំងផុតពីនឹងនៅពេលដែលគាត់ដើរកាន់តាគៀកបន្ទប់គាត់ឃើញខ្មោចស្រីម្នាក់នឹងឯងស្លៀកឈុតបែបផែនបុរាណអញ្ចឹងគាត់បានត្រៀមខ្លួនរួចមកហើយថាយប់នេះប្រកាសជាលេងគាត់ហើយណាមួយទៀតគាត់គឺជាលោកគ្រូពេទ្យផងអញ្ចឹងក្នុងករណីនេះហើយរឿងចឹងប្រហែលជាគាត់ជួបច្រើនគាត់ក៏ជាអ្នកជឿដែរអញ្ចឹងគាត់បានប្រុងខ្លួនទុករួចជាស្រេចបើផ្សិនជាប្អូនស្រីរបស់គាត់វិញប្អូនរបស់គាត់បានប្រាប់ថានៅពេលដែលគាត់កំពុងតែងូតទឹកត្រាំទឹកលេងនេះគាត់មានអារម្មណ៍ថារលកទឹកតិចដូចជាគួរនិយាយថានៅពេលដែលយើងគេងត្រាំលេងទៅអត់ក៏មើលខ្លួនទឹកវាមិនស្ងប់នៅពេលដែលទឹកស្ងប់នេះស្រាប់តែមានរលកទឹករបៀបថាដូចមានដៃមួយមកចុចនៅលើទឹកហ្នឹងណាឬក៏មានជើងមួយបោះចូលទឹកហ្នឹងដែលធ្វើឲ្យមានរលករៀងរង្វង់ហ្នឹងកើតឡើងដំបូងប្អូនស្រីរបស់គាត់នេះគិតថាប្រហែលជាមិត្តភក្តិជិតស្និទ្ធរបស់គាត់ហ្នឹងមកលេងព្រោះមិត្តភក្តិជិតស្និទ្ធរបស់គាត់ហ្នឹងទើបតែអស់បុណ្យប្រហែលជា7ថ្ងៃទេហើយថ្ងៃដែលគាត់មកដើរលេងហ្នឹងគឺជាថ្ងៃទី7នៃពិធីបុណ្យហ្នឹងហើយចឹងប្រហែលជាមិត្តភក្តិគាត់មកលេងហើយតែអារឿងដែលខ្មោចស្រីបានវាយខ្នងគាត់នេះគឺគាត់បានប្រាប់ថាគាត់ឈឺមែនទែនហើយនេះគឺជាបទពិសោធន៍របស់គាត់ប៉ះចំអូតែលដែលល្បីឈ្មោះយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់បទពិសោធន៍មួយនេះសម្រាប់ខ្ញុំអាហ្នឹងគាត់ទៅសបុកអីគួរតែនិយាយថាអញ្ចឹងទៅសបុកបាត់អីហ្នឹងអញ្ចឹងរឿងអីមិនជួបជាក់ស្ដែងសូម្បីតែគ្រួសាររបស់ខ្ញុំក៏ដោយក៏គាត់ធ្លាប់ទៅគេងនៅក្នុងដែរហើយគ្រួសាររបស់ខ្ញុំប្រពន្ធរបស់ខ្ញុំហ្នឹងគាត់បានចែករំលែកមកខ្ញុំណាគាត់ថាពេលហ្នឹងគាត់ចោះទៅខេត្តហ្នឹងជាមួយមិត្តភ័ក្តិដោយគ្មានគម្រោងអញ្ចឹងក៏កក់អូតែលណាមិនបានមាននៅសល់តែអូតែលហ្នឹងអញ្ចឹងគាត់ចូលទៅហើយនៅក្នុងអូតែលហ្នឹងនៅពេលដែលគាត់ចូលទៅវាស្ទើរតែមកអូតែលជួលតែម្នាក់ឯងអញ្ចឹងនៅពេលដែលគាត់ជាអ្នកសប្បាយផងអញ្ចឹងពួកគាត់បានផ្លាស់កៅអៅចុះមកហែលទឹកនៅខាងក្រោមលេងណាហែលទឹកនៅក្រោមផាតធីនៅក្រោមប៉ុន្តែអ្វីដែលសំខាន់នៅពេលដែលគាត់កំពុងតែផាតធីនេះម្នាក់គឺមានអារម្មណ៍ថាសុទ្ធតែមនុស្សឈរព័ទ្ធជុំវិញអាងកំពុងតែឈរមើលពួកគាត់ត្រង់នឹងហើយដែលពួកគាត់រើប្រវត្តិចេញទៅទាំងយប់អញ្ចឹងតាក់ទងជាមួយនឹងសន្តាគារនេះដែរប្រវត្តិសន្តាគារនេះគឺបោះចោលយូរណាស់ហើយក៏មានក្តីក្តាមច្រើនដែរក្តីក្តាមតាក់ទងជាមួយនឹងការធ្វើឃាតកម្មឬក៏ជំនាន់សង្គ្រាមជំនាន់អីណាព្រោះសន្តាគារមួយនេះសល់តាំងសង្គមរាស្ត្រនិយមម៉េះណោះអញ្ចឹងឆ្លងកាត់ច្រើនរបបមែនទែនហើយក៏ឆ្លងកាត់ច្រើនសង្គ្រាមដែរមនុស្សស្លាប់ក៏ច្រើនដែរអញ្ចឹងបើសិនជាជួបក៏មិនមានអ្វីចម្លែកដែរតើមានបងប្អូនណាដែលមានបទពិសោធន៍នៅក្នុងសន្តាគារមួយនេះដែរអត់បើសិនជាមានសូមកុំភ្លេចចែករំលែកមកកាន់ខ្ញុំផងតោះឥឡូវនេះយើងចូលដល់សាច់រឿងទី2របស់គាត់វិញសាច់រឿងមួយនេះគឺខ្លីមែនទែនគឺកើតឡើងនៅក្នុងអំឡុងពេលពាក់កណ្ដាលឆ្នាំ2020នៅពេលនោះពួកគាត់បានដើរលេងជុំគ្នាជាមួយនឹងក្រុមការងារទៅកាន់ខេត្តសៀមរាបដែលគាត់បានកក់ផ្ទះសំណាក់មួយកន្លែងដែលនៅក្បែរ Pub Street នៅតាមបណ្ដោយដងទន្លេសម្រាប់គាត់ថាគាត់ឃើញផ្ទះសំណាក់មួយហ្នឹងគឺអត់ទំនងសោះតែម្ដងតែដឹងធ្វើម៉េចបើគេកក់ហើយអីចឹងគាត់អត់មានជំរឿនមានតែគេងហើយបងប្រុសរបស់គាត់ក៏មានវត្តមាននៅទីនោះដែរម្នាក់ចាប់ផ្ដើមចែកបន្ទប់គ្នាដោយបន្ទប់ធំជាងគេដាក់គ្នា5នាក់ហើយ5នាក់ហ្នឹងគឺរួមមានគាត់បងប្រុសរបស់គាត់ក្រុមការងារប្រុសម្នាក់និងស្រី2នាក់នឹងឯងក្រោយពីចូលដល់បន្ទប់ហើយពួកគាត់ក៏រៀបចំអីវ៉ាន់ដើម្បីដើរលេងនៅ Pub Street នៅពេលយប់ជ្រៅពួកគាត់ក៏ចូលដល់បន្ទប់រៀងខ្លួនអារម្មណ៍ត្រឹមតែជាអារម្មណ៍តែដងនេះមិនមែនត្រឹមតែជាអារម្មណ៍ទេហេតុការណ៍មួយក៏បានកើតឡើងម្នាក់បានផ្លាស់ប្ដូរវេនគ្នាចូលបន្ទប់ទឹកដោយម្ចាស់សាច់រឿងចូលលេខរៀងទី4ហើយបងប្រុសរបស់គាត់ចូលលេខរៀងទី5ចុងពូជគេម្នាក់ចូលបន្ទប់ទឹកមួយទឹកចេញមក3នាក់ដំបូងគឺធម្មតាអត់មានរឿងអីកើតឡើងសោះតែដល់វេនគាត់វិញ
នៅពេលដែលគាត់ចូលទៅដល់ក្នុងបន្ទប់ទឹកគ្រាន់តែលាងមុខនៅមុខអាកន្លែងដោះធ្មេញកន្លែងលាងដៃលាងជើងហ្នឹងវាមានកញ្ចក់មួយអញ្ចឹងនៅពេលដែលគាត់អោនលាងមុខហើយគាត់ងើបមកមើលកញ្ចក់វិញមកត្រឹមសកម្មភាពមួយហ្នឹងស្រាប់តែគាត់ឃើញមានមនុស្សម្នាក់ឈរពីក្រោយខ្នងគាត់គួរតែនិយាយថាមានវិញ្ញាណមួយជាមនុស្សស្រីមុខអាក្រក់ខ្លាំងមែនទែនឈរពីក្រោយខ្នងរបស់គាត់ឃើញភ្លាមគាត់បានស្រែកហៅបងរបស់គាត់ឲ្យចូលមកបន្ទប់ទឹកជាមួយគាត់ហើយគាត់ក៏បន្តងូតទឹកនៅក្នុងនឹងដោយទាញវាំងដូនបិទណាឲ្យបងគាត់ចាំនៅខាងក្រៅរហូតដល់ព្រឹកឡើងគាត់យករឿងរ៉ាវហ្នឹងទៅប្រាប់បងគាត់ថាចេះបងយប់មិញហ្នឹងណាពេលយើងមកវិញពេលដែលគាត់លាងមុខហ្នឹងគាត់ឃើញខ្មោចស្រីនៅឈរពីក្រោយខ្នងរបស់គាត់នេះបងប្រុសរបស់គាត់ថាមិនបាច់ប្រាប់ទេច្បាស់ហ្មងពួកអីនៅពេលដែលគាត់ចូលដល់បន្ទប់ទឹកហ្នឹងគាត់ឃើញដូចគ្នាគឺឈរនៅត្រង់នឹងតែម្ដងហើយនេះគឺជាបទពិសោធន៍ខ្លីមួយខ្លីយកតែមែនតែនដែលគាត់បានជួបប្រទះគាត់ហើយនឹងបងប្រុសរបស់គាត់ឃើញដូចគ្នាប៉ុន្តែមួយយប់នោះគឺគេមិនបានធ្វើបាបគាត់ទេក៏មិនបានធ្វើអ្វីគាត់ដែរដូចជាការបង្ហាញមួយឲ្យដឹងថាគេនៅនឹងហាក់ដូចជារបៀបថាបងស្រីគាត់មាននិស្ស័យឃើញអញ្ចឹងណាអញ្ចឹងក្នុងករណីហ្នឹងក៏បង្ហាញខ្លួនឲ្យគាត់ឃើញទៅតែប៉ុណ្្នឹងឯងឥឡូវនេះយើងចូលដល់សាច់រឿងទី3របស់គាត់ហើយសាច់រឿងមួយនេះគឺយើងវិលត្រឡប់ទៅក្រុងព្រះសីហនុហើយសាច់រឿងមួយនេះបានកើតឡើងនៅក្នុងអំឡុងពេលឆ្នាំ2024នៅពេលនេះបងស្រីបានបម្រើការនៅក្នុងក្រុមហ៊ុនមួយហើយដំណើរកំសាន្តនេះគឺជាដំណើរកំសាន្តលក្ខណៈក្រុមហ៊ុនដោយមានថៅកែចូលរួមដូចគ្នាបើតាមអាននៅសាច់រឿងរបស់គាត់ក្រុមហ៊ុនរបស់គាត់គឺអត់មានបុគ្គលិកច្រើនប្រហែលទេពលគឺអ្នកដែលចូលរួមហ្នឹងគឺមានមនុស្សស្រី7នាក់រាប់ទាំងគាត់និងមានមនុស្សប្រុស2នាក់សុទ្ធសឹងតែជាបុគ្គលិកបូករួមជាមួយនឹងថៅកែហើយបងស្រីនៅពេលនេះគឺជាបុគ្គលដែលមានវ័យបានន័យថាមិនក្មេងពេកក៏មិនចាស់ពេកដែរមានបងស្រី2នាក់អាយុច្រើនជាងគាត់ហើយក្រៅពីហ្នឹងស្រីក្រៅពីហ្នឹងគឺក្មេងៗជាងគាត់ទាំងអស់ដំណើរកំសាន្តនេះត្រូវបានរៀបចំដោយថៅកែផ្ទាល់តែម្ដងដោយថៅកែរបស់គាត់នេះបានតាក់ទងមិត្តភ័ក្តិរបស់គាត់នៅអាកោះអញ្ចឹងមិនមែននៅខាងជ្រាំងក្រុងព្រះសីហនុទេគឺជាទៅកោះមួយនៅក្នុងតំបន់មួយហ្នឹងឯងដោយគាត់បានតាក់ទងឲ្យគេរៀបចំអូតែលរៀបចំមើលកន្លែងណាដែលមានយើងអាចផាធីបានអាំងសាច់បាននៅមាត់ឆ្នេរធ្វើមិនឲ្យដើរចេញចូលឆ្នេរស្រួលមានបន្ទប់យ៉ាងម៉េចឲ្យគេឲ្យជាប់គ្នាមានតូចមានធំគ្នាប៉ុណ្ណឹងអ្នកអីចឹងទៅមិត្តភ័ក្តិរបស់គាត់ទទួលពាក្យហើយក៏ចាប់ផ្ដើមរៀបចំចូលមកដល់ថ្ងៃដែលធ្វើដំណើរពួកគាត់បានឡើងឡានក្រុងធ្វើដំណើរពីទីក្រុងភ្នំពេញតាំងពីព្រលឹមរហូតដល់ម៉ោងប្រហែលជា10ក៏បានទៅដល់ទីតាំងហើយឆ្លងទូកទៅកាន់កោះមួយនឹងឯងនៅពេលដែលទៅដល់ចៅហ្វាយរបស់គាត់គឺមានការខកចិត្តយ៉ាងខ្លាំងចំពោះមិត្តភ័ក្តិរបស់គាត់ព្រោះគាត់បានផ្ដាំហើយថាឲ្យកក់បន្ទប់ជាប់គ្នាឲ្យមានតូចមានធំអីចឹងទៅប៉ុន្តែមិនដឹងថាហេតុអ្វីទៅបានមិត្តភ័ក្តិរបស់គាត់បែរជាកក់បន្ទប់នៅឆ្ងាយដាច់ចេញពីគ្នាហើយមានបឹងកាឡូមានអីនិយាយទៅមិនមែនជាបន្ទប់ដែលជាប់គ្នាដែលតម្រូវឲ្យតកែគាត់គេងមកបន្ទប់ទៅខាងគ្នាប្រុសៗនោះ2នាក់ហ្នឹងគាត់គេងបឹងកាឡូទូចមួយនៅមុខឆ្នេរចឹងទៅហើយពួកគាត់ណាគឺគេងនៅខាងក្រោយវិញដោយបន្ទប់ស្រី7នាក់ហ្នឹងគឺពួកគាត់គេងលក្ខណៈថា linking room បន្ទប់ធំ2តដោយមានលក្ខណៈដូចបន្ទប់ទទួលភ្ញៀវអញ្ចឹងនៅចំកណ្ដាលហើយបត់ឆ្វេងទៅបន្ទប់មួយបត់ស្ដាំទៅបន្ទប់មួយអញ្ចឹងទៅអញ្ចឹងពួកគាត់បានសម្រេចសម្រួលគ្នាហើយដោយមានមនុស្សស្រីទាំងអស់4នាក់គេងមកបន្ទប់3នាក់គេងមកបន្ទប់ហើយបងស្រីម្ចាស់សាច់រឿងគឺគាត់គេងគ្នាចំនួន3នាក់4នាក់នោះគេរុញពូកចូលគ្នាអញ្ចឹងណាហើយឯបងស្រីវិញគឺគេងខែ2ដាច់ដលៃពីគ្នាហើយក៏គូបញ្ជាក់ផងដែរថាបើសិនជាយើងដើរពីផ្លូវចូលទៅកាន់បន្ទប់របស់ខាងស្រីគឺតម្រូវឲ្យបត់ស្ដាំទៅមកដល់បន្ទប់ស្រីហើយបើសិនជាយើងបត់ឆ្វេងគឺដល់ឯមាត់សមុទ្រវិញណោះចឹងកន្លែងហ្នឹងរូបភាពមួយហ្នឹងបងទាំងអស់គ្នាអាចស្មាយឃើញហើយដំបងតកែរបស់គាត់គឺខឹងខ្លាំងមែនទែនហេតុអ្វីបានកក់បន្ទប់បែបហ្នឹងប៉ុន្តែដោយសារតែក្រុមការងារទាំងអស់ក៏ក្រែងចិត្តតកែដែរខំរៀបចំដំណើរកំសាន្តមួយនេះហើយក៏ប្រាប់ថាអត់អីទេមេអើយយើងគេអញ្ចឹងទៅមិនអីទេមិនមានបញ្ហាអីទេយើងនៅក្នុងអូតែលតែមួយរីសតតែមួយដដែលតាគ្រាន់តែបន្ទប់បញ្ចុះគ្នាមិនបាច់ដូរអីទៀតទេតកែរបស់គាត់ក៏យល់ព្រមក្រោយពីពួកគាត់បានដាក់អីវ៉ាន់ចូលទៅក្នុងបន្ទប់រៀងៗខ្លួនហើយក្រុមការងារទាំងអស់មានក្មេងមានចាស់មានប្រុសមានស្រីក៏ពួកគាត់ដើរលំហែនៅលើកោះទី1ដើម្បីមើលជីវភាពអ្នកកោះផងថាពួកគាត់រស់នៅរបៀបម៉េចទី2គឺដើម្បីថតរូបឲ្យបានស្អាតអាងអួតអ្នកអំពេញដែលអត់បានទៅឬអួតមិត្តភ័ក្តិអីចឹងទៅដោយឡែកតកែរបស់គាត់គឺអត់បានចូលរួមទេគឺតកែរបស់គាត់នៅរៀបចំអាហារពេលល្ងាចទុកឲ្យពួកគាត់នៅពេលដែលពួកគាត់ដើរលេងគាត់ថាថតបានរូបច្រើនមែនទែនស្អាតមែនទែនថតបានទេសភាពគ្រប់ប្លង់គ្រប់ជំហរគ្រប់កន្លែងទាំងអស់
មើលពេលវេលានៅពេលនេះគឺរៀងធ្លាក់រសៀលហើយពួកគាត់ដើរលេងរៀងហត់ហើយឆ្អែតឆ្អន់ហើយក៏សម្រេចចិត្តថាដើរត្រឡប់មកអូតែលវិញនៅពេលដែលដើរត្រឡប់មកអូតែលបងស្រីប្រាប់ថាផ្លូវដែលដើរមកវិញក៏សម្បូរទៅដោយដើមស្វាយនិងដើមចន្ទីគឺច្រើនមែនទែនបែកមេឃសាខារីកធំស្កឹមស្កៃដែលមេឃទាំងអស់ហ្នឹងវាធ្លាក់មកដល់ផ្លូវអញ្ចឹងម្នាក់ដូចសបាយរត់គេចពីស្ថានភាពនៅក្នុងទីក្រុងភ្នំពេញដែលសុទ្ធតែឡានសុទ្ធតែម៉ូតូសុទ្ធតែអគារធំមកផ្លាស់ប្ដូរបរិយាកាសបែបអ្នកកោះវិញជាអារម្មណ៍មួយដែលត្រេកអរខ្លាំងមែនទែនដើរបណ្ដាបងស្រីក៏ឃើញស្វាយផ្លែល្អធំមែនទែនហើយក៏និយាយទៅប្អូនអារបៀបថាអូមើលនោះស្វាយនេះល្មមហ្មងយប់នេះយើងផឹកស៊ីសបាយបែបណាផាធីបែបណានេះបើបានស្វាយនេះគឺល្មមមកបេះញ៉ាំតែហ្មងហើយម្នាក់ក៏ញឹមហើយឆ្លើយតបរបៀបថានោះឯងបងមែនតាលួចបេះលើហ្នឹងហើយក៏ដើរទៅមុខទៀតទៅសបាយណាស់និយាយលេងទៅវិញទៅមកឡារហូតមកដល់ចំណុចដើមស្វាយចន្ទីមួយមិនដឹងថាម៉េចបងស្រីស្រាប់តែនិយាយពាក្យថាអញ្ចេះដើមស្វាយចន្ទីនេះអត់ទំនងសោះដូចមានគេនៅនេះគឺជាសម្ដីរបស់គាត់ដោយសំបីតែគាត់ក៏មិនដឹងខ្លួនដែរថាហេតុអ្វីបានគាត់និយាយពាក្យហ្នឹងដើមស្វាយចន្ទីបើសិនជាដើមអំពិលទឹកឬក៏ជាលក្ខណៈថាដើមជ្រៃដើមអីចឹងណាអាហ្នឹងយើងឃើញអញ្ចឹងវាទំនងនឹងក្នុងការនិយាយអាហ្នឹងខ្ញុំក៏អាចយល់បានដែរតែនេះដើមស្វាយចន្ទីហេតុអ្វីតើអ្វីទៅដែលទាញមាត់ឲ្យគាត់និយាយថាល្មមគេនៅហ្មងណោះគ្រាន់តែធ្លោយពាក្យនឹងមួយម៉ាត់ចេញមកគាត់ចាប់ផ្ដើមភាំងខ្លួនឯងដឹងខ្លួនឯងភ្ញាក់ខ្លួនឯងដល់និយាយថាទីរ៉ាយប់នឹងដឹងតែអត់រួចខ្លួនណានេះគឺជាសម្ដីដែលគាត់និយាយមកកាន់ខ្លួនឯងពួកគាត់បានបន្តដំណើរទាំងបងស្រីនេះគាត់មានអារម្មណ៍ថាមិនធម្មតាបាត់ទៅហើយដែលខុសមាត់ខុសកនិយាយផ្ដេសផ្ដាសនៅលើកោះនឹងនិយាយអ្វីមួយដែលតាក់ទិនជាមួយនឹងដើមស្វាយចន្ទីទោះមានទោះមិនមានយើងមិនដឹងតែគាត់បាននិយាយរួចទៅហើយដូច្នេះហើយនៅពេលដែលពួកគាត់ដើរតម្រង់មកកាន់អូតែលវិញមកកាន់ resort វិញមេរបស់គាត់ក៏ឃើញពួកគាត់ល្មមហើយក៏ប្រាប់ពួកគាត់ថាតោះទៅរៀបចំខ្លួនទៅអាងមកញ៉ាំអីពេលល្ងាចពួកគាត់ទទួលពាក្យនឹងហើយខាងប្រុសក៏គេបែងទៅខាងបឹងកាឡូរបស់គេទៅហើយខាងស្រីក៏គេចូលទៅបន្ទប់រៀងខ្លួនទៅនៅពេលដែលចូលដល់បន្ទប់ពួកគាត់ក៏ចាប់ផ្ដើមមុជទឹកសម្អាតខ្លួនដោយបងស្រីគឺជាអ្នកក្រោយគេក្នុងការមុជទឹកម្នាក់មុជទឹកហើយក៏រៀបចំខ្លួនហើយដើរចេញទៅមុនម្ដងជាម្ដងដែលបងស្រីនេះដោយសារតែគាត់មុជទឹកក្រោយគេគាត់ត្រូវជាអ្នកចាក់សោស្របពេលដែលគាត់កំពុងតែងូតទឹកក្នុងបន្ទប់ទឹកមួយនេះសុកគាត់មានអារម្មណ៍ថាព្រឺខ្លាំងមែនទែនមានអារម្មណ៍ថាស្រាវដូចជាមានភ្នែកកំពុងតែបាញ់មកពីក្រោយខ្នងគាត់នៅពេលដែលគាត់កំពុងឈរមួយទឹកត្រឹមតែប៉ុណ្ណេះដោយសារតែបទពិសោធន៍របស់គាត់នឹងវាច្រើនលើសលប់ពេកហើយតាក់ទិនជាមួយនឹងរឿងវិញ្ញាណណាយ៉ាងហើយគាត់ក៏តាំងចិត្តនិយាយទៅកាន់អ្វីមួយហ្នឹងដែលកំពុងតែឈរសម្លឹងមកកាន់គាត់នេះគាត់ប្រាប់ថាខ្ញុំសុំទោសខ្ញុំនិយាយលេងទេកុំប្រកាន់ខ្ញុំអីខ្ញុំមកនឹងខ្ញុំមកដើរលេងតាស្អែកខ្ញុំទៅវិញហើយតោះកុំធ្វើបាបខ្ញុំអីលេងមួយម៉ាត់នេះហើយគាត់ក៏បញ្ញាប់រូតរាន់មួយទឹកសួរថាអារម្មណ៍ភ័យខ្លាចនឹងនៅតែភ័យទេនៅតែភ័យនៅតែខ្លាចប៉ុន្តែធ្វើយ៉ាងម៉េចបើសិនជាជ្រុលមួយទឹកទៅហើយហ្នឹងមកអត់មួយទឹកមិនបែកញើសផងអញ្ចឹងគាត់មានតែបង្ខំចិត្តក្នុងការមួយទឹកសម្អាតខ្លួនឲ្យលឿនដើម្បីចេញមកគាត់ក៏វាក់ជាមួយនឹងមិត្តរួមក្រុមគាត់ម្នាក់ទៀតដែលប្រើបន្ទប់ទឹកមួយទៀតណាពេលនោះហើយដែលមិត្តរួមក្រុមរបស់គាត់បានធ្លោយមាត់សួរគាត់ថាចេះណែមានអារម្មណ៍ថាមានអីក្នុងបន្ទប់ហ្នឹងអត់គាត់ទទួលពាក្យនេះពេលនេះគាត់ដឹងហើយថាមិនមែនមានតែគាត់ទេដែលដឹងហ៎សូម្បីតែបុគ្គលម្នាក់ហ្នឹងក៏ដឹងដែរអញ្ចឹងក្នុងករណីនេះហើយគាត់មិនចង់បំភ័យក្រុមការងាររបស់គាត់ក៏ប្រាប់ថាមានអីណាបងឯងអារម្មណ៍គិតផ្ដេសផ្ដាសហ្នឹងខ្ញុំសុខសប្បាយសឹងអីហ្នឹងលេងមួយម៉ាត់នេះហើយគាត់ក៏ប្រាប់ទៅកាន់បងស្រីម្នាក់ហ្នឹងប្រាប់ថាបងជើញទៅមុនទៅចាំខ្ញុំអ្នកចាក់សោបិទទ្វារអីបងស្រីនោះហើយទទួលពាក្យក៏ដើរចេញទៅបាត់គាត់ជាអ្នកចុងក្រោយក្នុងការចាក់សោបន្ទប់តែមានហេតុការណ៍មួយបានកើតឡើងចំពោះគាត់បងប្អូនចាំអត់មុននឹងខ្ញុំបានបញ្ជាក់ប្រាប់ទៅបងប្អូនថាបើសិនជាគាត់ដើរចូលដើម្បីបត់ចូលបន្ទប់គាត់គឺគាត់ត្រូវបត់ស្ដាំហើយបើគាត់ចង់ចេញពីបន្ទប់ទៅឆ្នេរគឺគាត់ត្រូវបត់ឆ្វេងត្រង់ចំណុចហ្នឹងបងប្អូនចាំតាហីអញ្ចឹងនៅពេលដែលគាត់ចាក់សោហើយគាត់បែរខ្នងថយក្រោយបត់ឆ្វេងដើម្បីតម្រង់ទៅឆ្នេរប៉ុន្តែអ្វីដែលគាត់បានឃើញមិនមែនជាឆ្នេរនោះទេតែជាផ្លូវចូលអូតែលវិញចម្លែកឯងបងប្អូននៅពេលដែលគាត់ឃើញបែបហ្នឹងគាត់ក៏បត់ស្ដាំវិញនៅពេលដែលគាត់បត់ស្ដាំទិដ្ឋភាពគឺតែមួយនៅតែជាផ្លូវចូលមកអូតែលហ្នឹងដដែលហេតុអីបានបត់ឆ្វេងក៏ឃើញរូបភាពហ្នឹងបត់ស្ដាំក៏ឃើញរូបភាពហ្នឹងដែលគាត់ដឹងក្នុងចិត្តហើយថា
ចប់ហើយគេពងតែលេងជាមួយគាត់ហើយជាជំរឿចុងក្រោយគាត់ព្យាយាមបត់ឆ្វេងបត់ស្ដាំបត់ឆ្វេងបត់ស្ដាំគាត់ប្រាប់ថាគាត់ឈរនៅនឹងមួយកន្លែងណាអាងាកទៅឆ្វេងក៏ឃើញរូបភាពនឹងអាងាកទៅស្ដាំក៏នៅតែឃើញប្លង់មួយនឹងដដែលគាត់វិលចុះវិលឡើងអស់រយៈពេលប្រហែលជាប្រមាណ8នាទីទើបបានគាត់សម្រេចចិត្តថាអញ្ចឹងគាត់មានតែដើរទៅត្រង់ឯងទាំងជាក់ស្ដែងបើសិនជាមិនមានការបន្លំទេបើសិនជាគាត់ដើរទៅត្រង់គឺបុកលបងតែម្ដងតែជំរឿមួយនេះនៅពេលដែលបត់ឆ្វេងក៏ឃើញរូបភាពដដែលបត់ស្ដាំក៏ឃើញរូបភាពដដែលគាត់ជ្រើសរើសដើរទៅត្រង់នេះតើគាត់បានជួបអ្វីចម្លែកមែនទែននៅពេលដែលគាត់ដើរទៅត្រង់ស្រាប់តែគាត់ដើរដល់ឆ្នេរពិតប្រាកដមែននៅពេលនោះហើយដែលក្រុមការងាររបស់គាត់នេះបានស្រែកសួរគាត់ហើយថាចែឲ្យចែយូរមែនគាត់ចាក់សោបន្ទប់សោះគាត់លឺបែបនេះហើយគាត់មិនចង់ប្រាប់ថាខ្មោចធ្វើកលគាត់មិនហ៊ាននិយាយពាក្យហ្នឹងទេនាំម្នាក់ហ្នឹងភ័យអញ្ចឹងក្នុងករណីហ្នឹងគាត់ថាអូខ្ញុំនៅសាកថ្មនៅក្នុងបន្ទប់ទូរស័ព្ទហ្នឹងវាអស់ថ្មចាំបន្តិចឲ្យវាឡើងបន្តិចហ្នឹងអាគាត់ចេញមកវិញម្នាក់ក៏អឺអើអញ្ចឹងទៅកម្មវិធីក៏ចាប់ផ្ដើមប្រារព្ធឡើងមានការអាំងសាច់មានការទទួលទានគ្រឿងសង្វឹងមានការជជែកវែកញែកសប្បាយសើចហូរជ្រាវលាក់នឹងលាក់រហូតដល់ម៉ោង10យប់ម្នាក់ក៏រៀងសង្វឹងស្រឿងហើយចាប់ផ្ដើមបែកជើងគ្នាចូលទៅបន្ទប់រៀងខ្លួនបងប្អូនចាំថាមុននេះខ្ញុំបានប្រាប់ថាគាត់ដើរមកត្រង់គឺដើរមកដល់សមុទ្រប៉ុន្តែនៅពេលនេះគាត់ត្រូវដើរបត់ស្ដាំបត់ឆ្វេងដូចបែបផែនធម្មតាវិញមិនមែនជាការដើរទៅត្រង់នៅពេលដែលម្នាក់ចូលដល់បន្ទប់ភ្លាមម្នាក់ក៏ស្លាប់អស់ទៅហើយគាត់ក៏គេងនៅលើគ្រែតែម្នាក់ឯងតែប៉ុណ្ណោះដោយសារតែគាត់អត់ចូលចិត្តគេងជាមួយគេទេព្រោះគាត់មានអារម្មណ៍ថានៅពេលដែលគេងជាមួយគេទេមានតែចំហាយមនុស្សនៅចិត្តខ្លួនណាឬក៏ប៉ះសាច់ជាមួយអ្នកដតីអញ្ចឹងទៅគាត់អត់ទ្រលាប់គាត់គេងអត់លក់ទេអញ្ចឹងគាត់ជ្រើសរើសគេងនៅលើពូកតែម្នាក់ឯងនៅពេលដែលគាត់គេងនេះកំពុងតែលាវភួយរបស់គាត់អារបៀបថាយើងគេងទៅអាជើងរបស់យើងតែធាក់បវលចុះបវលឡើងទៅអាភួយហ្នឹងវាមិនកិលចុះក្រោមម្ដងទិញអញ្ចឹងវាធ្លាក់អស់មួយចំហៀងនៅពេលដែលធ្លាក់មួយចំហៀងស្រាប់តែមាននរណាគេម្នាក់ទាញភួយមកគ្របឲ្យគាត់វិញនៅពេលដែលទាញភួយមកគ្របឲ្យគាត់នេះគាត់បានដឹងខ្លួនអាលាវហើយគាត់បានស្រឡឹងមើលទៅឆ្វេងចំពួកគាត់គេងអស់ហើយតាក្នុងបន្ទប់ហ្នឹងមានតែ3នាក់តាហើយពីអ្នកនោះគេងហ្នឹងណាគេទៅដល់ភួយឲ្យគាត់ព្យាយាមបិទភ្នែកបន្ទាប់មកគាត់ចង់ដឹងឲ្យច្បាស់គាត់ធ្វើល្វើហើយធ្លាក់ដៃចេញទៅក្រៅខែនៅពេលនោះហើយដែលគាត់ទទួលបានអារម្មណ៍ថាមានដៃមួយកំពុងតែចាប់ដៃគាត់យកមកដាក់នៅលើក្រែវិញទទួលអារម្មណ៍ដៃដែលត្រជាក់មកប៉ះគាត់នេះគាត់ក៏បើកភ្នែកមើលនៅពេលដែលគាត់បើកភ្នែកមើលអ្វីដែលគាត់ឃើញគឺត្រឹមតែពាក់កណ្ដាលខ្លួនចុះក្រោមតែប៉ុណ្ណោះបានន័យថាឃើញធំចកេះចុះក្រោមកំពុងតែឈរនៅចន្លោះក្រែទាំងពីរនៅក្នុងបន្ទប់មួយហ្នឹងតែដោយសារតែគាត់ស៊ាំនឹងការលងបន្លាចគាត់ស៊ាំនឹងបរិយាកាសរបៀបថាទៅណាក៏ឃើញខ្មោចណាអញ្ចឹងគាត់ក៏មិនដឹងធ្វើម៉េចមានតែសង្ងំគេងទៅរហូតដល់ព្រឹកឡើងគាត់ចេញឡានត្រឡប់មកផ្ទះវិញនៅពេលដែលឡើងទៅដល់ឡានក្រុងគាត់ក៏ប្រហើបសួរណាថាអូយប់មិញគេងស្រួលអត់ហ្នឹងយប់មិញណាគេចិត្តល្អមកម៉េះមកជួយគ្របភួយឲ្យខ្ញុំវិញលឺត្រឹមតែប៉ុណ្ណេះអ្នកនៅក្នុងបន្ទប់របស់គាត់បានឆ្លើយថាអត់ផងពួកខ្ញុំគេងលក់ស្រួលអីហ្នឹងគាត់ក៏ដឹងដែរថាគេងលក់ស្រួលណាស់ពួកគាត់ឃើញអ្នកទាំងពីរកំពុងតែគេងហើយគាត់បានឃើញមានស្អីម្យ៉ាងត្រឹមចកេះចុះក្រោមនៅឈរចន្លោះក្រែហ្នឹងប៉ុន្តែគាត់ហាក់ដូចជាឲ្យស្នូទៅមកខាងទៀតជាបន្ទប់គ្នា4នាក់នោះឲ្យដឹងថាគាត់បានជួបអ្វីយប់មិញបងស្រីដែលចេញមកតាណាក្រោយជាមួយគាត់បងប្អូនចាំទេដែលនិយាយប្រាប់គាត់ថាមានអារម្មណ៍ថាបន្ទប់ហ្នឹងដូចអត់ស្រួលហ្នឹងបាទពេលនោះហើយដែលពួកគាត់ទាំង4នាក់រួមទាំងបងស្រីនឹងប្រាប់ថាមួយយប់ពេញពួកគាត់គេងអត់បាននោះឡើយដោយសារតែឮសំឡេងមនុស្សក្អកចេញពីបន្ទប់ទឹកខាងពួកគាត់គឺក្អករហូតគឺក្អករបៀបអញ្ចឹងមួយយប់ទៅភ្លឺហើយនៅក្នុងបន្ទប់ហ្នឹងមានគ្នាតែ4នាក់ហ្នឹងហើយគេជាប់គ្នាទាំងអស់ហើយអ្នកណាគេក្អកចេញពីបន្ទប់ទឹកមួយហ្នឹងបើសិនជាថាក្អកនៅខាងក្រោយបន្ទប់ក៏វាអត់ស័ក្តិសមដែរត្រូវឯងបងប្អូនពួកអ្នកណាក៏តនេម៉េះក្អកមកយប់ពេញវាមិនអាចទេហើយបើសិនជាក្អកចេញពីបន្ទប់ទឹករបស់គាត់មិនដឹងហើយនេះហើយជាហេតុការណ៍ទាំងមូលនៅក្នុងដំណើរកម្សាន្តរបស់គាត់អរគុណមែនទែនសម្រាប់សាច់រឿងនៅក្នុងសប្តាហ៍នេះចំពោះបងប្រុសនិងបងស្រីដែលបានចែករំលែកម្នាក់2 3សាច់រឿងហ្នឹងខ្ញុំសង្ឃឹមថាការបកស្រាយរបស់ខ្ញុំអាចនាំអារម្មណ៍បងប្អូនទាំងអស់គ្នាចូលទៅកាន់សាច់រឿងរបស់គាត់ប៉ុន្តែសម្រាប់សប្តាហ៍នេះលក្ខណៈដូចស្រាលបងប្អូនវាមិនហក់ធ្លែចេញមកមុខតែម្ដងទេតែអារបស់ដែលឆៅជាងគេហ្នឹងគឺសាច់រឿងរបស់បងស្រីដែលគាត់ពងតលៀងមុខឲ្យឈរពីក្រោយគាត់ណា
តែតោះត្រង់ថាគាត់ឃើញបានត្រឹមតែប៉ុណ្ណឹងហើយមួយថ្ងៃពេញមួយយប់ពេញគឺគាត់មិនបានជួបអ្វីទៀតទេដោយឡែកទោះជាយ៉ាងណាក៏នៅតែអរគុណការចែករំលែករបស់បងទាំងពីរដែរចាត់ទុកថាវាជាបទពិសោធន៍ចាត់ទុកថាជាការកំសាន្តអារម្មណ៍មិនទាមទារឲ្យបងប្អូនជឿនោះទេបងប្អូនជឿក៏បងប្អូនជឿបងប្អូនមិនជឿទេក៏ចាត់ទុកថាជាការស្ដាប់កំសាន្តទៅប៉ុន្តែត្រឹមដឹងថាយើងទៅណាមកណាជិះជាងទោះមានរឿងអ្វីក៏ដោយមេត្តាកុំមាត់លពិលលពូចមេត្តាកុំគិតផ្ដេសផ្ដាសមេត្តាកុំនាំបន្លាចគ្នាទៅវិញទៅមកហាក់ដូចជាសាច់រឿងកាលពីសប្តាហ៍មុនណាដែលបងប្រុសម្នាក់ដែលគាត់ចែករំលែកជិះនៅក្នុងឡានហើយនៅទេដាក់លក្ខខណ្ឌអារឿងបើកឡានមានខ្មោចឡើងឡាក់ហ្នឹងលទ្ធផលចុងក្រោយគឺបែបណានេះគឺជាការលេងសើចអត់ប្រយោជន៍ដូច្នេះហើយសង្ឃឹមថាបងប្អូនទាំងអស់ទទួលបានសេចក្តីសង្ខេបណាមួយទៅតាមផ្លូវរបស់បងប្អូនជាមេរៀនក្នុងការការពារខ្លួនដដែលបើសិនជាបងប្អូនចង់បានមួករបស់កម្មវិធីជាអ្វីសូមចុចទៅ Telegram នៅខាងក្រោមដែលមានឈ្មោះថាជាអ្វី Dropbox ហើយបើសិនជាបងប្អូនចាប់អារម្មណ៍ចង់ញ៉ាំនំប៉័ងប៉ាតេសូមកុំភ្លេចនំប៉័ងហោះអរគុណមែនទែនសម្រាប់ការបរិច្ចាគរបស់បងប្អូនមិនថាតិចមិនថាច្រើនជាការលើកទឹកចិត្តមកដល់កម្មវិធីហើយក៏អរគុណសម្រាប់មេដៃទាំងឡាយដែលបងប្អូនបានចុចនៅលើគ្រប់វីដេអូរបស់កម្មវិធីជាអ្វីអរគុណនៅការមើលវីដេអូរបស់កម្មវិធីជាអ្វីដដែលមានបងប្អូនមួយចំនួនមើលរហូតដល់10ដងអីក៏មានដែរខ្ញុំអរគុណខ្លាំងមែនទែនជាចុងបញ្ចប់នេះសូមជូនពរឲ្យបងប្អូនទៅណាមកណាគឺសុខសុវត្ថិភាពជារៀងរហូតបើវាជាឆ្ងាយពីឧបទ្រពចង្រៃពីខ្មោចព្រាយបិសាចដែលប៉ុនប៉ងយាយីបងប្អូនសូមឲ្យដំណើរការទាំងការរកស៊ីទាំងការធ្វើការរបស់បងប្អូនរលូនទៅមុខស្គាល់តែពាក្យថាឡើងស្គាល់តែពាក្យថាជោគជ័យសូមឲ្យញាតិមិត្តទាំងផងទាំងពួងរបស់បងប្អូនគឺស្រឡាញ់រាប់អាននិងឲ្យតម្លៃដល់បងប្អូនសូមឲ្យទឹកមាត់របស់បងប្អូនទាំងអស់គ្នាគឺប្រៃនិយាយទៅអ្នកណាក៏គេស្ដាប់និយាយទៅអ្នកណាក៏គេពេញចិត្តជាសារចុងបញ្ចប់សូមស្រឡាញ់ការធ្វើបុណ្យសូមស្រឡាញ់ការចែកបុណ្យនិងសូមស្រឡាញ់អំពើល្អពីពេលនេះខ្ញុំបាទវិទូសូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅអេពីសូតក្រោយទៀត